ខ្ញុំនឹងជម្រាបជូនព័ត៌មាននេះតាមមេតិការនៃព័ត៌មានតាមលំដាប់លំដោយដូចខាងក្រោមនេះបាទគឺទី1គឺលោកហ៊ុនម៉ាណែតអះអាងថាសង្គ្រាមព្រំដែនខ្មែរថៃមិនធ្វើឲ្យត្រកូលហ៊ុននិងបកប្រជាជនកម្ពុជារលាយដោយក្រុមប្រឆាំងប៉ងនាយករដ្ឋមន្ត្រីខ្មែរអួតប្រាប់អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សថាកម្ពុជាយកចិត្តទុកដាក់រឿងគោរពសិទ្ធិមនុស្សលោកជួននរិនអះអាងថាគ្រួសារស្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់បានប្រគល់ខ្លួនស្ត្រីនោះជូនសមត្ថកិច្ចតាមសំណូមពររបស់លោកគណៈបកចំនួនថ្មីដាក់បណ្ដឹងផ្លូវការប្តឹងមេឃុំ8មុំលោកខៀវជ្រិនករណីចាក់សោបង្ខាំងមន្ត្រីជាន់ខ្ពស់គណៈបកនេះនឹងការគម្រាមវាយខ្នោះលោកតាំងសារដារងការវាយប្រហារប្រមាថពីឃោសនិកគណៈបកប្រជាជនកម្ពុជាក្រោយផ្សាយរឿងឆបោកអនឡាញនឹងអ្នកនៅពីក្រោយគឧតកោ Nagavel ចេញតវ៉ារកយុត្តិធម៌ផ្នែកសិទ្ធិការងារគម្រប់1685ថ្ងៃពន្លឺយុត្តិធម៌នៅតែឆ្ងាយដូចជើងមេឃក្រសួងបរិស្ថានពឹងមេធាវីឲ្យជួយហៅសកម្មជនបរិស្ថានលោកម៉ាចត្រាជួយចូលបំភ្លឺរឿងផ្សព្វផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ធនាគារនៅកម្ពុជាមួយកំណត់ឲ្យអតិថិជនដកប្រាក់មិនឲ្យលើស$20,000និងដកបានទាល់តែចាំធនាគារហៅចំឈ្មោះនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនព័ត៌មានទាំងនេះគឺដូចខ្ញុំបានជម្រាបចឹងគឺមានច្រើនហើយខ្ញុំនឹងជម្រាបជូនព័ត៌មានទី1ទៅមុនតកតងនឹងសាររបស់លោកហ៊ុនម៉ាណែតថ្ងៃនេះគឺលោកហ៊ុនម៉ាណែតគាត់ចេញសារជាទូទៅគឺនាយករដ្ឋមន្ត្រីខ្មែរគាត់ប្រកែករនឹកខ្ញុំសូមសរសើរដោយស្មោះហើយវាជាជំនាញរបស់មេដឹកនាំខ្មែរហើយព្រោះឥឡូវនេះគឺពេលនេះគឺជាពេលដែលការពារចំហរដ្ឋាភិបាលផងការពារចំហគណៈបកការអំណាចផងការពារអីសពបែបយ៉ាងព្រោះកំពុងតែរងព្យុះមៀពីការរិះគន់ពីជំទឹះតកតងនឹងរឿងសមត្ថភាពរបស់តុលាការសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការថែរក្សានិងការពារដែនអធិបតេយ្យកម្ពុជាមិនឲ្យមានការឈ្លានពានពីសំណាក់រដ្ឋបរទេសជាពិសេសគឺប្រទេសថៃនៅក្នុងពេលនេះដែលទីតាំង76កន្លែងទៅហើយត្រូវបានថៃយកទៅគ្រប់គ្រងហើយកម្ពុជាមិនអាចទាមទារអ្វីបានដែលស្ថានភាពនេះគឺជាទូទៅគឺជាគ្រោះថ្នាក់ណាស់សម្រាប់រដ្ឋាភិបាលណាទាំងអស់នៅលើโลกនេះគឺឈរជើងមិននឹងទេព្រោះវាជាលក្ខខណ្ឌសត្យានុម័តមិនមែនជាលក្ខខណ្ឌអត្តនោម័តទៅតាមអ្នកណាគិតទៅតាមអ្នកណាថាទៅតាមអ្នកណាវិភាគឯងគឺជាលក្ខខណ្ឌសត្យានុម័តមួយគឺបានន័យថានៅពេលដែលដែនអធិបតេយ្យរបស់រដ្ឋមួយត្រូវបានរដ្ឋបរទេសឈ្លានពានហើយប្រទេសដែលជារដ្ឋអធិបតេយ្យក្រោមការដឹកនាំរបស់អ្នកណាក៏ដោយមេដឹកនាំណាក៏ដោយមិនអាចការពារដែនអធិបតេយ្យរបស់ខ្លួនបាននោះគឺជាដំណាក់កាលចុងក្រោយនៃរបបឬក៏ការដឹកនាំរដ្ឋនោះហើយការនេះគឺមិនមែនជាការប៉ងរបស់គណៈបកប្រឆាំងហើយក៏មិនមែនជាការប៉ងរបស់ប្រជាពលរដ្ឋណាមួយដែរប៉ុន្តែវាជាលក្ខខណ្ឌសត្យានុម័តនៃធម្មជាតិនៃអ្វីដែលកើតឡើងព្រោះបើយើងមើលសម័យបកូនណាសម្ដេចព្រះបាទនរោត្តមសីហនុដែលលោកអនុញ្ញាតឲ្យពួកវៀតកុងវៀតណាមខាងជើងយកដីខ្មែរនៅខុសច្បាប់ដើម្បីវាយទាហានវៀតណាមខាងត្បូងគឺពួកធាវគីដែលពេលនោះគឺដីកម្ពុជាមួយផ្នែកធំត្រូវបានទាហានវៀតកុងចូលមកហើយបកូនណាសម្ដេចនរោត្តមសីហនុកាលពីជំនាន់នោះគឺលោកមិនអាចនឹងដេញវៀតកុងបានគឺមានតែអនុញ្ញាតឲ្យវៀតកុងចូលជ្រៀតជ្រែកនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយផ្ដល់ជាត្រីងៀតអង្គរជព្រៃអីទៀតផងផ្ដល់ផ្គត់ផ្គង់សម្ភារៈស្បៀងដើម្បីឲ្យជនបរទេសទាំងនេះគឺយកទឹកដីដែនអធិបតេយ្យកម្ពុជាដើម្បីវាយគ្នាតាក់ទងនឹងសង្គ្រាមឆ្លោះគ្នានៃប្រទេសវៀតណាមខាងត្បូងនិងខាងជើងប៉ូលកុម្មុយនីសនិងប៉ូលសេរីនៅប្រទេសវៀតណាមសោះដោយសារតែការលូកដៃចូលជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃហើយដែលស្ថានភាពនេះគឺធ្វើឲ្យកម្ពុជាបាត់ឯករាជ្យម្ចាស់ការខ្លួនឯងបែបនេះធ្វើឲ្យព្រះបាទនរោត្តមសីហនុចាប់ផ្ដើមធ្លាក់ចុះប្រជាប្រិយយ៉ាងខ្លាំងបើទោះបីព្រះមហាក្សត្រអង្គនេះគឺធ្លាប់មានប្រកិត្តិនាមនិងការគោរពកោតស្ញប់ស្ញែងនិងឲ្យតម្លៃយ៉ាងជ្រៅយ៉ាងខ្ពស់តែទីបំផុតគឺត្រូវបានប្រជាពលរដ្ឋជាពិសេសគឺក្រុមអ្នកដែលស្និទ្ធស្នាលនឹងបកូនណាតែម្ដងកាលនឹងមានសេនាប្រមុខលន់នល់ដោយមានការជ្រោមជ្រែងពីសហរដ្ឋអាមេរិកផងដោយសារសហរដ្ឋអាមេរិកដឹងថាពេលនេះគឺជាឱកាសមាសនៅក្នុងការផ្លាស់ប្ដូរការដឹកនាំរដ្ឋរបស់បកូនណាព្រះបាទនរោត្តមសីហនុដើម្បីកុំឲ្យពួកវៀតកុងអាចនឹងយកទឹកដីខ្មែរយកទៅវាយជាមួយពួកធាវគីដែលអាមេរិកកំពុងតែជួយគ្រប់គ្រងដើម្បីរំដោះវៀតណាមឲ្យចេញពីរបបកុម្មុយនីស
ដូច្នេះឯងហើយបានជាមានរដ្ឋប្រហារឆ្នាំ1970អ្នកដែលគ្រប់គ្រងលោកសេនាប្រមុខលន់នល់មិនចាត់ទុកថារឿងនេះជារដ្ឋប្រហារក៏ប៉ុន្តែរឿងនេះគឺជារដ្ឋប្រហារដោយសារតែប្រកូលណាលោកយាងទៅក្រៅប្រទេសពេលនោះឯងសភាដែលដឹកនាំដោយសេនាប្រមុខលន់នល់ដែលជាការជ្រុំជ្រែងពីសហរដ្ឋអាមេរិកក៏បានបោះឆ្នោតទម្លាក់សេចក្តីទុកចិត្តពីប្រកូលណាសម្ដេចនរោត្តមសីហនុហើយបានបណ្ដេញព្រះអង្គចេញពីការគ្រប់គ្រងរដ្ឋាភិបាលធ្វើឲ្យសេនាប្រមុខលន់នល់ចាប់ផ្ដើមគ្រប់គ្រងប្រទេសនេះជំនួសព្រះមហាក្សត្រខ្មែរដោយសារតែយករឿងព្រំដែននឹងយកមកជាហេតុហើយមានប្រជាពលរដ្ឋជាច្រើនគ្រប់គ្រងខាងក្រមសេនាប្រមុខលន់នល់និងខាងសាធារណរដ្ឋដោយសារតែគេមិនចង់ឲ្យវៀតណាមជ្រៀតជ្រែកឈ្លានពានទឹកដីកម្ពុជាដូច្នេះឯងហើយបានជានៅពេលដែលមានរឿងសម័យខ្មែរក្រហមសន្ទុះនៅពេលដែលមានសម័យសាធារណរដ្ឋហ្នឹងនៅពេលដែលកើតឡើងមកហើយចាប់ផ្ដើមបណ្ដេញជនជាតិវៀតណាមទៅប្រទេសវៀតណាមវិញរហូតតតែមានការបាញ់សម្លាប់បណ្ដែតទឹកអីហ្នឹងគឺថាប្រវត្តិសាស្ត្រហ្នឹងគឺនៅស្រស់នឹងមុខគឺដោយសារអីរឿងអធិបតេយ្យតើតងនឹងរឿងអធិបតេយ្យនេះគឺវាយើងមើលសំបីតែប្របាទប្រកូលណាសម្ដេចនរោត្តមសីហនុដែលព្រះអង្គមានប្រជាប្រិយសម្បើមណាស់គ្មាននរណាម្នាក់អាចនឹងទៅប្រៀបឬក៏ប្រកួតប្រជែងនឹងព្រះអង្គបានផងទេសង្គមរាស្ត្រនិយមដែលព្រះអង្គបានដឹកនាំប្រទេសដ៏អស្ចារ្យនៅតែមិនអាចឈានដូចថាជ្រែងកាន់អំណាចនេះបានដោយសារតែរឿងបញ្ហាអធិបតេយ្យហ្នឹងឯងឥឡូវមកដល់ប្រទេសកម្ពុជាតកតងនឹងរឿងព្រំដែនខ្មែរថៃរឿងព្រំដែនខ្មែរវៀតណាមគឺយើងមានរឿងច្រើនណាស់គឺដោយសារតែព្រំដែនវៀតណាមនឹងហើយដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាក៏ធ្លាក់ប្រជាប្រិយច្រើនណាស់បើកុំតែរំលាយគណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាសំទោសបើកុំតែរំលាយគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជាអត់អាចគ្រប់គ្រងអំណាចបានដោយសពថ្ងៃទេហើយការរំលាយការធ្វើបាបការធ្វើទុកបុកម្នេញធ្វើឲ្យប្រជាពលរដ្ឋបាក់ស្បាតងើបមួយវាយមួយនេះឯងដែលជាការពង្រីកឥទ្ធិពលរបស់គណៈបកកណ្ដាលអំណាចមិនមែនប្រជាប្រិយបានមកដោយការសន្សំពីសេចក្តីស្រឡាញ់សេចក្តីគោរពសេចក្តីអាណិតសេចក្តីអាសូរពីប្រជាពលរដ្ឋទេអ្វីដែលគណៈបកប្រជាជនកម្ពុជានៅកាន់អំណាចបានដោយសពថ្ងៃដែលមិនទាន់រលាយនេះណាគឺដោយសារតែអំណាចផ្ដាច់ការនៃការធ្វើបាបប្រជាពលរដ្ឋងើបមួយវាយមួយទេព្រោះប្រជាពលរដ្ឋខ្មែរបាក់ស្បាតចាប់គេដាក់គុករំលាយគណៈបកនេះបង្កើតច្បាប់នេះដើម្បីធ្វើទុកបុកម្នេញអ្នកនេះបណ្ដេញអ្នកកសែតបណ្ដេញអង្គការសង្គមស៊ីវិលធ្វើដូចថានិយាយទៅគឺប្រព័ន្ធតុលាការក៏មិនឯករាជ្យយោធាប៉ូលីសស្អីក្រោមការគ្រប់គ្រងរបស់គណៈបកនយោបាយដែលអញ្ចឹងទៅធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋយើងអត់ខុសពីអិរ៉ង់ហ្មងអិរ៉ង់គឺអត់អាចនឹងឲ្យរបបមួយនឹងរលាយបានដោយសារតែមានដឹកនាំផ្ដាច់ការខ្លាំងក៏ដោយសារអីមិនមែនបានន័យថាប្រជាពលរដ្ឋស្រឡាញ់របបដឹកនាំរបស់អិរ៉ង់ទេប៉ុន្តែដោយសារមេដឹកនាំអិរ៉ង់បង្ក្រាបប្រជាពលរដ្ឋខ្លាំងពេកដល់ដំណាក់កាលមួយគឺងើបមួយវាយមួយងើបមួយសម្លាប់មួយដល់អញ្ចឹងទៅគ្នាអត់មានអីអ្នកណាដែលអាចរត់រួចទៅនៅស្រុកក្រៅសុំសិទ្ធិច្រកកោននយោបាយទៅហើយតស៊ូមតិពីខាងក្រៅប៉ុន្តែអ្នកក្នុងស្រុកគឺដោយរបបខ្មែរក្រហមអញ្ចឹងនៅអិរ៉ង់សប្ងៃដោយរបបខ្មែរក្រហមអញ្ចឹងគឺនិយាយអីអត់បានងើបមួយវាយមួយសម្លាប់ចោលអស់តែម្ដងយកទៅព្យួរកយកអីទៅដល់អញ្ចឹងយើងឃើញប្រជាពលរដ្ឋមិនអាចផ្ដួលរំលំរបបដឹកនាំផ្ដាច់ការរបស់អិរ៉ង់បានរហូតទាល់តែពិភពលោកដោយអាមេរិកអីជួយអន្តរាគមន៍នឹងជួយបានមួយឆាវប៉ុន្តែក៏នៅតែមានការលំបាកនៅក្នុងការផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនៅអិរ៉ង់ដែរដោយសារតែប្រជាពលរដ្ឋបាក់ស្បាតអស់រកអ្នកជំនួសអត់បានរឿងនេះហើយដែលជាវិបត្តិសម្រាប់ពិភពលោកនិងសម្រាប់អិរ៉ង់ដែរឥឡូវងាកមកប្រទេសកម្ពុជាវិញលោកហ៊ុនម៉ាណែតក៏ថាតាមពិតមានក្រុមប្រឆាំងបន់ស្រន់ឬក៏ប៉ុនប៉ងឬក៏ប្រាថ្នាចង់ឲ្យគណៈបកប្រជាជនកម្ពុជានេះរលាយចង់ឲ្យរដ្ឋាភិបាលនេះរលាយហើយឱកាសដែលរលាយហ្នឹងគឺនៅពេលដែលមានចំនួនព្រំដែនដែលទប់ថៃអត់បានធ្វើឲ្យថៃឈ្លានពានអាចរំលោភយកដីខ្មែរដល់ទៅ70កន្លែងជាងហើយមានបញ្ហា scam online មានបញ្ហាអសកម្មអីសពបែបយ៉ាងគឺវាជាព្យុះព្យូមាដែលពេលហ្នឹងគឺជាឱកាសមាសដែលរដ្ឋាភិបាលណាក៏ឈរជើងមិនរួចដែរនៅពេលដែលរដ្ឋាភិបាលកម្ពុជាឈរជើងរួចទប់បានលោកហ៊ុនម៉ាណែតបែរទៅជាថ្លែងសារប្រាប់ទៅពិភពលោកជាពិសេសយកវេទិកាហ្នឹងទៅប្រាប់ថាគណៈបកប្រជាជនកម្ពុជារឹងមាំណាស់រដ្ឋាភិបាលកម្ពុជារឹងមាំណាស់ក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាគ្មានអ្នកណាអាចរំលាយតកូលហ៊ុនឬក៏គណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលនេះបានទេវាខុសពីការស្មានទុកឬប៉ុនប៉ងរបស់ក្រុមប្រឆាំងដែលបន់ឲ្យគណៈបកនេះរលាយឬក៏រដ្ឋាភិបាលនេះរលាយតាមរយៈរឿងដូចថាកើតឡើងនៅជំនុំព្រំដែនលោកហ៊ុនម៉ាណែតអះអាងថ្ងៃនេះថារឿងដែលគណៈបកកម្ពុជានៅឈរជើងរឹងរដ្ឋាភិបាលក៏អត់ទៅណាគឺដោយសារតែលោកអះអាងថាមកពីកម្លាំងមហាសាមគ្គីជាតិខ្មែរមូលគ្នា
ក្រោមធ្លុងក្រោមមលុបរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានេះគឺជាសារនយោបាយសុទ្ធសាធបាទព្រោះបើយើងសារនយោបាយនេះគឺវាខុសពីតថភាពសង្គមជាការពិតដែរយើងឃើញគណៈបកប្រជាជនកម្ពុជាអត់ទៅណាទេនៅនឹងដដែលរដ្ឋាភិបាលក៏នៅនឹងដដែលមន្ត្រីការងារទាហានប៉ូលីសឬក៏មន្ត្រីរាជការអីនៅប្រព្រឹត្តការងារដដែលក៏ប៉ុន្តែអ្វីដែលលោកហ៊ុនម៉ាណែតលើកសារនេះយកមកនិយាយនៅពេលនេះគឺលោកចង់ស្អំចិត្តប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកដែលគាំទ្រគណៈបកប្រជាជនកម្ពុជាកុំឲ្យបាក់ទឹកចិត្តកុំឲ្យឃ្លីងឃ្លោងកុំឲ្យបាក់ស្មារតីឲ្យផ្ចង់ថាអ្វីគឺវាមិនអីទេដរាបណាគណៈបកប្រជាជនកម្ពុជានៅរឹងមាំនៅមានការជួយគាំទ្រនៅមានការជួយហៅអើគឺអត់ទៅណាទេអញ្ចឹងគាត់គេងចំណេញប្រយោជន៍នៅក្នុងឱកាសនេះដើម្បីប្រាប់ប្រជាពលរដ្ឋថាអត់ទៅណាទេគណៈបកនេះនៅតែខ្លាំងរឹងមាំដដែលបងប្អូនតាមពិតគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកមួយដ៏រឹងមាំមែនហើយបើយើងមើលឲ្យមែនតែនគឺជាការពិតគឺជាតថភាពសង្គមប៉ុន្តែភាពរឹងមាំរបស់គណៈបកប្រជាជនកម្ពុជានេះមិនមែនរឹងមាំដោយអំណាចនៃសេចក្តីគោរពអំណាចនៃសេចក្តីថ្លៃថ្នូរសុជីវធម៌សិលធម៌គុណធម៌ការគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យការសន្សំបុណ្យកុសលឬក៏ការសាងអំពើល្អទេគណៈបកមួយនេះគឺនៅរឹងអំណាចដោយសារតែការបង្ក្រាបការបំផ្លាញសិទ្ធិមនុស្សការបំផ្លាញប្រជាធិបតេយ្យងើបមួយវាយមួយចាប់មេបកប្រឆាំងដាក់គុករំលាយគណៈបកប្រឆាំងបណ្ដេញអង្គការសង្គមស៊ីវិលឯករាជ្យបិទសារព័ត៌មានផ្សព្វផ្សាយឯករាជ្យយកប្រព័ន្ធតុលាការជាឧបករណ៍ដើម្បីជាឧបករណ៍នយោបាយធ្វើបាបសម្លេងប្រឆាំងសកម្មជនបរិស្ថាននិងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលទាំងអស់គ្នាទោះបីជាគេប្រើប្រាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញក៏ដោយទាំងអស់នេះគឺសុទ្ធតែជារឿងដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជានឹងឈររឹងបានគណៈបកប្រជាជនកម្ពុជាឈររឹងបានដោយសារការបង្ក្រាបប្រជាពលរដ្ឋឲ្យបាក់ស្បាតទេណាមិនមែនដោយសារតែភាពខ្លាំងដែលបានអំណាចនៃសេរីភាពបានអំណាចនៃការបោះឆ្នោតដោយសេរីត្រឹមត្រូវបានអំណាចដោយការប្រកួតដោយស្មើភាពគ្នាស្មើគីឡូគ្នាទេអត់មែនអញ្ចឹងទេគឺបានមកដោយការពាក់កង់ដោះកង់បោចសក់ខ្ញាំលួចចាក់ពីក្រោយចាប់ចងស្លាប់សេកគេហើយវាយគេផ្ទះគេភ្ជុងអាញាកណ្ដាលអីទេរឿងនេះគឺអញ្ចឹងឯងហើយអំណាចបែបនេះប្រជាប្រិយបែបនេះលោកហ៊ុនម៉ាណែតអាចនិយាយត្រូវក្នុងន័យថាមកដល់ម៉ោងហ្នឹងគឺគណៈបកប្រជាជនអត់ទៅណារដ្ឋាភិបាលអត់ទៅណាហើយមិនរលាយទៅណាចង់និយាយអញ្ចឹងគឺចង់ប្រាប់ថាអ្នកដែលបោះឆ្នោតឲ្យគណៈបកប្រជាជនជឿទុកចិត្តទៅថាអត់ទៅណាក៏ប៉ុន្តែយើងមើលអំពីការពិតជាក់ស្ដែងយើងឃើញគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាអត់ទៅណាមែនក៏ប៉ុន្តែបញ្ហាគឺដូចនាវាដែលកំពុងតែធ្លុះធ្លាយវាគ្រាន់តែចាំពេលវេលាទេសប្ងៃគឺគណៈបកប្រជាជនកម្ពុជាគាត់អាចទប់បានហើយអត់មានទៅការប៉ងរបស់គណៈបកប្រឆាំងឬក៏ការដែលអំពាវនាវរបស់គណៈបកប្រឆាំងឬក៏សេចក្តីប្រាថ្នារបស់គណៈបកប្រឆាំងណាដែលចង់ឲ្យគណៈបកឬរដ្ឋាភិបាលនេះរលាយទេខ្ញុំជឿថាដោយសារតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងគណៈបកប្រជាជនកម្ពុជាខ្លួនឯងដឹងខ្លួនថាអំពើដែលខ្លួនធ្វើនេះគឺវាជាអំពើអកុសលកម្មជាអំពើបាបដល់អញ្ចឹងទៅភ័យខ្លួនឯងហើយចេះតែស្មានថាគេចង់ឲ្យខ្លួនរលាយប៉ុន្តែជាលក្ខខណ្ឌសច្ចានុមត្តជា logic គឺនៅពេលដែលអ្នកណាប្រព្រឹត្តអំពើរំលាយសិទ្ធិមនុស្សធ្វើបាបប្រជាពលរដ្ឋរំលាយឆន្ទៈគេ3លាននាក់ហើយធ្វើឲ្យប្រទេសយើងអន្តរាយដូចសពថ្ងៃនេះគ្មាននរណាគេចង់ឲ្យការដឹកនាំរដ្ឋបែបនេះនៅថិតថេរទេវាជា logic មិនមែនជាការប្រាថ្នាចង់ឲ្យគណៈបកប្រជាជនរលាយឬរដ្ឋាភិបាលរលាយទេក៏ប៉ុន្តែគេចង់ឲ្យរបៀបដឹកនាំរដ្ឋនេះមានការកែតម្រង់ជាវិជ្ជមានដើម្បីកុំឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងអន្លង់មរណៈព្រោះអីឥឡូវ scam online ធ្វើឲ្យពិភពលោកស្គាល់ខ្មែរទៅជា scam body ឯណាវិញហ្នឹងគឺថាក្រិចភ្ញៀវទេសចរយើងធ្លាក់ចុះអស់ 50% សេដ្ឋកិច្ចធ្លាក់មកនៅ 3% ពី 7.5 គឺក្រោម 50% ទៅទៀតហើយតកតងនឹងរឿងបញ្ហាអសកម្មអីផ្សេងទៀតមកកណកដឹករឿងនៅក្នុងសង្គមរាប់ភ្លេចអត់មានបានជួយដោះស្រាយអីទេរឿងព្រំដែនកម្ពុជាថៃ76កន្លែងថៃគ្រប់គ្រងហើយទន្ទ្រានរាល់ថ្ងៃយើងអត់អាចធ្វើអីបានផងហើយយើងខំប្រឹងសរសើរថានេះគឺជាភាពរឹងមាំខ្ញុំថាជាការស្អំចិត្តប្រជាពលរដ្ឋកុំឲ្យរំជើបរំជួលវាជាល្បិចនយោបាយរបស់អ្នកនយោបាយមិត្តហើយពិតមែនហើយក៏ប៉ុន្តែតថភាពជាក់ស្ដែងគឺវាមិនមែនជារឿងការពិតដែលថាការដែលគណៈបក
កម្ពុជានៅរឹងមាំដោយសារប្រជាពលរដ្ឋមានការសាមគ្គីគ្នាជាធ្លុងមួយទេកម្ពុជាអត់មានសាមគ្គីជាធ្លុងមួយទេបងប្អូនកម្ពុជារាល់ថ្ងៃគឺដូចសម័យខ្មែរក្រហមដែលលើកដៃបដិញ្ញាមហាលូតផ្លំមហាអស្ចារ្យបាយ3ពេលអត់ទាំងមានផងមានតែបបររាវក៏ឃ្លោកគឺនៅតែបដិញ្ញាអង្គការមហាលូតផ្លោះអង្គការមហាអស្ចារ្យដ៏ភ្លឺស្វាងត្រឹមត្រូវត្រូវតែគ្រប់គ្រងអង្គការដើម្បីអីបងប្អូនគឺដើម្បីបបរ3ពេលដែលរាវក៏ឃ្លោកនឹងទៀតហើយនឹងការដែលមិនយកទៅសម្លាប់ប៉ុន្តែបើឲ្យប្រជាពលរដ្ឋនិយាយអំពីគ្រប់គ្រងគឺគ្រប់អត់គ្រប់គ្រងទេយើងឲ្យប្រជាពលរដ្ឋនិយាយមានសេរីភាពកុំចាប់គេដាក់គុកមកបានដឹងថាអូគុណភាពយើងយ៉ាងម៉េចយើងអត់អាចទៅយកបន្ទុកថាខ្លួនយើងគ្រាន់បើនៅពេលដែលគណៈកម្មការឬអ្នកឲ្យបន្ទុកយើងនឹងសុទ្ធតែជាមនុស្សរបស់យើងទី1ហើយរងការគំរាមកំហែងរងការធ្វើទុកបុកម្នេញអត់ហ៊ាននិយាយអីសោះដូច្នេះយើងអត់បានបន្ទុកទេអត់បានបន្ទុកត្រឹមត្រូវទេបន្ទុកហ្នឹងគឺយើងជាអ្នកដាក់ឲ្យខ្លួនឯងហើយការដាក់បន្ទុកឲ្យខ្លួនឯងនេះគឺជាការសម្លាប់ខ្លួនឯងទៅវិញទេអញ្ចឹងដើម្បីឲ្យលោកហ៊ុនម៉ាណែតជឿច្បាស់ថាគណៈបកប្រជាជនមិនទៅណាខ្ញុំស្នើឲ្យលោកធ្វើរឿងវាគ្រាន់តែជាពេលវេលាវាមិនទាន់ដល់ទេខ្ញុំមិនប្រាថ្នាឲ្យប្រទេសនេះរលាយខ្សលទេព្រោះប្រជាពលរដ្ឋខ្មែរឈឺចាប់ខ្លោចផ្សាយូរហើយប៉ុន្តែចង់ឲ្យកែនៅពេលដែលស្ថានភាពកំពុងតែដាបខ្លាំងដើម្បីកុំឲ្យយើងចូលទៅដល់ក្នុងសម័យសង្គ្រាមស៊ីវិលសម័យបង្ហូរឈាមគ្នាទឹកឡើងត្រីស៊ីសម្ោចទឹកហុយសម្ោចស៊ីត្រីអីទៀតលោកក៏ដឹងដែរប្រជាពលរដ្ឋថ្នាក់ដោយសារអីការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យការបោះឆ្នោតដោយមិនសេរីត្រឹមត្រូវនឹងយុត្តិធម៌ការបំផ្លាញគណៈបកប្រឆាំងការបំផ្លាញអង្គការសង្គមស៊ីវិលការធ្វើទុកបុកម្នេញអ្នកសារព័ត៌មានការចាប់មនុស្សចងគំរាមគ្រប់បែបយ៉ាងហើយអ្នកទោសមនសិការសប្ងៃនៅក្នុងពន្ធនាគារ130នាក់លោកហ៊ុនម៉ាណែតក៏ដឹងដែរតើនេះឬសាមគ្គីជាតិនេះឬឯកភាពជាតិគណៈបកប្រឆាំងរត់ប្រសាចែកជើងគ្នាអត់អាចចូលទៅក្នុងប្រទេសកម្ពុជាបានដើម្បីចូលរួមប្រកួតប្រជែងអីហើយរលរឿងគ្នាគ្រប់ពេលចង់តែចាប់ធ្វើទុកបុកម្នេញតឡាការនឹងផ្ដំទាទោសមន្ត្រីបកប្រឆាំងរាប់ភ្លេចហើយទៅនេះឬជាការផ្សះផ្សាជាតិជាឯកភាពជាតិជាមហាគ្រួសារខ្មែរអស់លោកមើលទៅលោកហ៊ុនម៉ាណែតមានមើលទេដែលពេលថាខ្មែរយើងមានមហាសាមគ្គីនៅទូទាំងពិភពលោកទាំងនៅស្រុកខ្មែរផងធ្លុងមួយដើម្បីជួយការពារដែនអធិបតេយ្យរបស់យើងអ្នកណាក៏ស្រឡាញ់ជាតិខ្មែរដែរអ្នកណាក៏ស្រឡាញ់ជាតិមិនឲ្យបរទេសឈ្លានពានដែរប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំឲ្យដោយគ្រួសារតកូលហ៊ុនអត់អាចការពារដែនអធិបតេយ្យដី76កន្លែងនឹងបានហើយទៅចាប់ផ្ដើមបិទមាត់អ្នកដែលគេរិះគន់ហើយទៅថានឹងជាសាមគ្គីជាតិហើយគេតវ៉ាទីឲ្យប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិទៅររឿងគេទៀតក្រុមអាមីអថោងគាត់ហ្នឹងដូច្នេះរឿងនេះវាអត់មានសាមគ្គីជាតិអីទេតែសាមគ្គីផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាសពថ្ងៃហ្នឹងក៏មិនអាចគ្រប់គ្រងបានផងព្រោះអីវាត្រូវការមនុស្សដែលបាត់ប្រយោជន៍យូរទៅចាប់ផ្ដើមខ្សោះហើយយូរទៅឆ្លោះគ្នាឯងបន្តិចទៀតឆ្លោះគ្នាឯងអស់មានអីហូបហើយព្រោះដោយសារសេដ្ឋកិច្ចក៏ធ្លាក់ស្អីក៏ដាបចាប់ផ្ដើមបាត់អាប្រាក់ចំណូលចាប់ផ្ដើមមួម៉ៅព្រោះមនុស្សទាំងអស់គ្នាដោយអុកញ៉ាមហាមន្ត្រីអីគឺគេបានចំណេញដោយសារតែអង្គើពុករលួយដោយសារអង្គើអត់មាននីតិរដ្ឋអង្គើអីហ្នឹងគេស្រួលរកស៊ីគេស្រួលប្រឡំគេស្រួលបើព្រោះអត់មាននរណាទៅផ្ទៀងផ្ទាត់លុយនឹងបានមកពីណាប្រកាសទ្របអីយ៉ាងម៉េចអីពុករលួយអីចឹងអាលុយហ្នឹងវាហូរចូលកប៉ៅឯកជនអស់ទៅគាត់ចេះតែមានបានគាត់ចេះតែគ្រប់ត្រដល់ពេលឥឡូវអាលុយហ្នឹងវាអស់វាហើយទៅអា scam ហ្នឹងធ្វើឲ្យសេដ្ឋកិច្ចហ្នឹងចាប់ផ្ដើមបាត់ភ្ញៀវបាត់អីឥឡូវបញ្ហាបាត់ព្រំដែនបញ្ហាអីហ្នឹងគឺធ្វើឲ្យមានបញ្ហាពួកគាត់ក៏មានបញ្ហាដែរហើយដល់យូរទៅតើការគ្រប់គ្រងហ្នឹងវាយ៉ាងម៉េចលោកទៅមើលខ្លួនឯងទៅហើយលោកហ៊ុនម៉ាណែតខ្លួនឯងក៏យល់រឿងនេះច្បាស់ដែរលោកហ៊ុនម៉ាណែតណាបើដឹងថាខ្មែរយើងនៅក្រៅប្រទេសគ្រប់គ្រងយ៉ាងម៉េចគ្រាន់តែដូចកាលពីមិនទាន់ឡើងជានាយករដ្ឋមន្ត្រីគាត់គេឮថាខ្សែតកូលហ៊ុនគ្រាន់តែយករូបបដិមាប្រកេះរបស់បច្ចេកវរ្ម័នទី7យកទៅចង់ជូនសាលាក្រុង Lowell គេធ្វើបាតកម្មចង់ឆេះសាលាក្រុងគ្រាន់តែឮថាលោកហ៊ុនម៉ាណែតមកហែ parade នៅក្រុងឡុងប៊ិចដែលមានខ្មែរច្រើនជាងគេកាលពីឆ្នាំ2016ចង់ឆេះសាលាក្រុងឡុងប៊ិចគេទៅតវ៉ាប្រឆាំងប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសអូចុះបើគេមានការផ្សះផ្សាជាតិដែលគេស្រឡាញ់ការដឹកនាំរបស់អស់លោកក្រុមគ្រួសារអ្នកណាគេទៅជំទាស់មេដឹកនាំខ្មែរដែលមកហែក្បួនវប្បធម៌អីនៅទីក្រុងឡុងប៊ិចអ្នកណាគេទៅជំទាស់ខ្មែរយើងដែលយកប្រកេះរបស់ព្រះបាទជ័យវរ្ម័នទី7តំណាងឲ្យដួងព្រលឹងខ្មែរយកជាកាដូឲ្យសាលាក្រុងឡុងប៊ិចដើម្បីតំណាងឲ្យជាតិខ្មែរប៉ុន្តែដល់ពេលអ្នកឮថាលោកហ៊ុនម៉ាណែតជាអ្នកយកទៅឲ្យគឺបាតកម្មរហូតដល់ឥឡូវមិនដឹងប្រកេះនឹងនៅណាឬសូយកមកដាក់នៅស្ថានទូតខ្មែរនៅ DC នៅរដ្ឋធានី Washington អីណាដូច្នេះខ្មែរយើងគឺបែកបាក់គ្នាខ្លាំងមែនតើមិនមែនបែកបាក់ដោយសារខ្មែរអត់ស្រឡាញ់គ្នាទេបែកបាក់គឺដោយសារតែនយោបាយកខ្វក់
របស់គណៈបកកណ្ដាលអំណាចនៅក្នុងការរំលាយគណៈបកប្រឆាំងតើបើឲ្យគេប្រកួតប្រជែងតាមយុត្តិធម៌ទៅអញ្ចឹងដើម្បីស្ដារស្ថានភាពនេះហើយខ្ញុំពេញចិត្តដែរបើសិនជាមានគណៈបកណាឬរដ្ឋាភិបាលណានៅកម្ពុជានឹងនៅអាចទប់កុំឲ្យមានសង្គ្រាមស៊ីវិលកុំឲ្យមានចម្បាំងរាំងជលអីខ្ញុំសប្បាយចិត្តទេខ្ញុំមិនចង់ឲ្យមានការបង្ហូរឈាមអីទៀតទេខ្មែរជាចាប់គ្រប់គ្រាន់ណាប៉ុន្តែលោកត្រូវកែជាងការដែលទៅប្រាប់ឲ្យសុបិនណាមេដឹកនាំផ្ដាច់ការនៅលើលោកហ្នឹងនៅណាក៏ដូចនៅណាដែរតើតែដូចសាដាមហ៊ូសេនដែលចូលទៅដល់ក្នុងរុនកដោប៉ុណ្ណេះហ្នឹងក៏នៅតែគិតថាគាត់អត់មានចោះញោមតតែគេកបួចមកបានគាត់ថាអូដល់ថ្ងៃចុងក្រោយអញ្ចឹងទៅអត់កែអត់ធ្វើតាមហើយទៅតាំងទៅអួតអំពីស្នាដៃឥឡូវអ្វីដែលគួរឲ្យចម្លែកមែនតើមួយទៀតគឺថ្ងៃហ្នឹងគាត់ទៅប្រាប់តំណាងអង្គការសហជីវជាតិគឺលោកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាគឺលោក Thomas Andrew គាត់ប្រាប់ថាកម្ពុជាយកចិត្តទុកដាក់រឿងគោរពសិទ្ធិមនុស្សនេះណាលើកស្ទួយគោរពសិទ្ធិមនុស្សតាមពិតខ្ញុំសរសើរថ្នាក់ដឹកនាំកម្ពុជាដែលពូកែចង់និយាយថាពូកែពិធីសារហ្នឹងគឺគាត់អានតាមសារដែលត្រូវតែនិយាយឲ្យរត់មាត់ដូចសេកចឹងមកគឺកម្ពុជាមានការគោរពសិទ្ធិមនុស្សខ្ជាប់ខ្ជួនសុំទៅឲ្យលើកស្ទួយហើយគាត់ទៅប្រាប់លោក Thomas Andrew ថ្ងៃហ្នឹងព្រោះលោក Thomas ទៅជួបលោកហ៊ុនម៉ាណែតប្រហែលជាអ្នកបុគ្គលចុងក្រោយគាត់ទុកលោកហ៊ុនម៉ាណែតឲ្យជួបចុងក្រោយគេក៏មិនដឹងព្រោះអីលោកត្រូវចាប់ដំណើរទស្សនកិច្ចគាត់10ថ្ងៃជាងហ្នឹងត្រឹមថ្ងៃ31ស្អែកនេះហើយដូច្នេះអាចជួបលោកហ៊ុនម៉ាណែតប្រហើយទៅហើយទុកមនុស្សសំខាន់ចុងក្រោយគេហើយទៅស្ដាប់សាររបស់លោកហ៊ុនម៉ាណែតហ្នឹងអត់មានខុសអីពីសារលោកហ៊ុនម៉ាណែតនិងលោកនាយកលោកហ៊ុនសែននិងអ្នកដទៃទៀតតំណាងឲ្យខ្មែរនៅអង្គការសហប្រជាជាតិដែលទៅប្រាប់អង្គការសហប្រជាជាតិរាល់ឆ្នាំថាកម្ពុជាគោរពសិទ្ធិមនុស្សណាស់ប៉ុន្តែពេលដែលយើងទៅប្រាប់គេរាល់ឆ្នាំហ្នឹងគឺរបាយការណ៍របស់អង្គការសហប្រជាជាតិរាល់ឆ្នាំណាក៏កម្ពុជារំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដែរដូច្នេះយើងពូកែអាពិធីសារតែយើងអត់ព្រមកែអ្វីដែលជាបញ្ហាហើយថ្ងៃនេះគាត់ឃើញសាររបស់គណៈបកប្រជាជនកម្ពុជាជារបស់រដ្ឋាភិបាលកម្ពុជាគាត់ដាក់ថាគាត់ស្វាគមន៍លោកThomas Andrew នៅក្នុងការជួយសហការក្នុងន័យស្ថាបនាហើយស្នើឲ្យលោក Thomas Andrew សរសេររបាយការណ៍ឲ្យគ្រប់ជ្រុងជ្រោយអ្នកគាត់ប្រើពាក្យអញ្ចឹងណាឲ្យគ្រប់ជ្រុងជ្រោយឲ្យដឹងអំពីតថភាពជាក់ស្ដែងនៅស្រុកខ្មែរថាកម្ពុជាគោរពសិទ្ធិមនុស្សណាស់អញ្ចឹងសូមឲ្យលោក Thomas Andrew នេះកុំទៅសេតែមួយជ្រុងឲ្យស្ដាប់គ្រប់ភាគីល្អដែរខ្ញុំសរសើរលោក Andrews ដែរគាត់ទៅជួបតំណាងគណៈបកនយោបាយជួបជនរងគ្រោះដីធ្លីជួបជនភៀសឹកជួបរដ្ឋាភិបាលជួបអីដូចតែលោកសូរិយាស៊ូបេឌីដូចលោកយ៉ាសហ្គៃដូចលោកវិទិតមន្តភ័ណ្ឌដូចអ្នកស្រីរ៉ូណាស្មីតគាត់ដើរទៅជួបគ្រប់ភាគីហើយរដ្ឋាភិបាលប្រាប់ទៀតថាទៅសរសេរឲ្យគ្រប់ជ្រុងជ្រោយកុំទៅសេតាមមួយខាងដល់តែពេលមកដល់អង្គការសហប្រជាជាតិរាយការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺកម្ពុជារំលោភសិទ្ធិមនុស្សស្ថានភាពកាន់តែដាបរាល់ឆ្នាំអ្នករាយការណ៍ណាក៏អញ្ចឹងហើយយើងជឿថាលោក Andrew នឹងសរសេររបាយការណ៍ថ្មីពីនឹងទេវាអត់ទេនិយាយទៅអ្វីដែលអត់មានអីប្លែកហ្នឹងគឺដោយសារកម្ពុជាអត់ដែលធ្វើអីប្លែកដែរធ្វើដដែលរាយការណ៍ប្រាប់អ្នកអង្គការអ្នករាយការណ៍ពិសេសដដែលហើយទៅប្រាប់ថាយើងគោរពសិទ្ធិមនុស្សយ៉ាងម៉េចអ្នកទោសមនសិការ130នាក់ជាងនៅក្នុងពន្ធនាគារដោយចឹងកញ្ញាសេងធីរីដែលជាខ្មែរអាមេរិកហើយលោក Thomas Andrew នេះជាជនជាតិអាមេរិកទៅទៀតជាតំណាងអតីតតំណាងរាស្ត្រហើយការពារសិទ្ធិមនុស្សហើយជនជាតិខ្មែរអាមេរិកមានសញ្ជាតិអាមេរិកកំពុងជាប់គុកនៅឯប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតហើយដោយសាររឿងបញ្ចេញមតិហើយទៅគាត់ទៅប្រាប់គេថាសិទ្ធិមនុស្សយើងលើកស្ទួយយកចិត្តទុកដាក់ខ្លាំងតែលោកហ៊ុនម៉ាណែតគាត់ប្រើភាសាដោយលោកហ៊ុនសែននិយាយថ្ងៃមុនដែរពេលជួបលោក Thomas Andrew គាត់ថាសិទ្ធិមនុស្សគឺអាស្រ័យទៅលើការគោរពច្បាប់ប៉ាកែខ្ញុំសរសើរថ្នាក់ដឹកនាំខ្មែរប៉ាកែមែនតើជាការពិតដែរណាក៏មានសិទ្ធិដែរប៉ុន្តែសិទ្ធិរបស់យើងគឺវាមានដែនកំណត់ត្រង់ថាយើងត្រូវតែធ្វើឲ្យត្រូវច្បាប់មិនមែនសិទ្ធិនឹងយើងដើរតែកាប់ចាក់គេមានសិទ្ធិដើរសម្លាប់គេឬសិទ្ធិដើរបរិហាគេឬសិទ្ធិអីអញ្ចឹងទេវាត្រូវតែមានច្បាប់កំណត់ដើម្បីការពារបុគ្គលការពារឯកជនភាពអីចឹងដែរក៏ប៉ុន្តែនៅប្រទេសកម្ពុជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងគឺត្រូវគេរំលោភបំពានគ្រប់យ៉ាងមិនមែនរំលោភតែរដ្ឋធម្មនុញ្ញកម្ពុជាទេគឺរំលោភទាំងកិច្ចព្រមព្រៀងរំលោភទាំងសន្ធិសញ្ញាអន្តរជាតិដូចជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ICCPR អីវិញដែលកម្ពុជាខ្លួនឯងជាម្ចាស់ហត្ថលេខីជាអ្នកដែលព្រមព្រៀងឲ្យយកកិច្ចព្រមព្រៀងដើម្បីរក្សាសិទ្ធិសេរីភាព
សិទ្ធិសេរីភាពប្រជាពលរដ្ឋគឺសិទ្ធិបញ្ចេញមតិសិទ្ធិប្រមូលផ្ដុំសិទ្ធិជួបជុំសិទ្ធិបង្កើតសហជីពសិទ្ធិធ្វើនយោបាយសិទ្ធិអីហ្នឹងគឺត្រូវមានទាំងអស់ប៉ុន្តែសិទ្ធិនេះណាភាគច្រើនគឺមានសម្រាប់តែអ្នកគ្រប់គ្រងគណៈបកប្រជាជនទេអ្នកណាហ៊ាននិយាយរិះគន់គណៈបកប្រជាជនគឺសិទ្ធិទាំងអស់នេះត្រូវគេដកហូតអស់តែម្ដងមើលតែលោករងឈុនមើលតែលោកកម្មសុខាមើលតែលោកសុនចន្ទធីហើយនឹងតំណាងរាជគណៈបកប្រជាសង្គ្រោះជាតិជាច្រើនទៀតដែលត្រូវបានគេផ្ដន់ទាទោសដោយសារតែរឿងនយោបាយដូច្នេះរឿងទាំងអស់នេះហើយដែលនិយាយទៅយើងអត់ទៅមុខហើយយើងនៅតែអួតថាយើងមានលទ្ធផលល្អខ្ញុំសង្ឃឹមថាលោក Thomas Andrew សរសេរអីល្អពីខ្មែរចុះប៉ុន្តែខ្ញុំគ្មានសុតិធិនិយមសំបីតែប៉ុនសរសៃសក់ព្រោះអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើគឺដដែលរាល់ឆ្នាំហើយរំពឹងថានឹងបានលទ្ធផលថ្មីអាការដែលធ្វើដដែលហើយរំពឹងលទ្ធផលថ្មីនេះបើតាមលោក Albert Einstein ដែលជាទស្សនវិទូអន្តរជាតិហ្នឹងគាត់ថាជាអំពើឈួតលីលាមិនមែនជាពាក្យមូណារ៉េតទេគឺជាទស្សនវិទ្យារបស់លោក Albert Einstein ដែលគាត់និយាយដូចនេះគឺថាយើងធ្វើអីក៏ដោយតែធ្វើដដែលហើយរំពឹងថាបានលទ្ធផលថ្មីគឺជាអំពើឈួតលីលាហើយព្រោះវាអត់ដែលទៅថ្មីកើតទេឧទាហរណ៍ថាយើងចេញក្រៅផ្ទះពេលដែលមេឃភ្លៀងយើងឃើញមេឃស្រទុំពពកខ្មៅមីដេដាខ្យល់បក់វូយើងគិតថាច្បាស់ជាភ្លៀងហ៎ព្រោះអីអាកាសធាតុបែបនេះគឺជាសញ្ញាណបញ្ជាក់មកថាភ្លៀងតែយើងអត់យកឆាត់ទៅតាមទេព្រោះយើងគិតថាអត់ភ្លៀងទេបន្ថយទៅដល់ពេលដើរបានប្រហែល5នាទីភ្លៀងមករ៉ាវទៅទឹកជោកមួយអាទិត្យពីរអាទិត្យក្រោយមកមុនចេញពីផ្ទះមើលឃើញមេឃរៀងសតុំអញ្ចឹងទៀតហ៎អីអញ្ចឹងទៀតពពកខ្មៅមីដេដាអញ្ចឹងទៀតហើយមានផ្គរគ្រឿងផងយើងគិតបន្ថយទៀតខ្ជិលយកឆាត់ទៅតាមកុំឲ្យធ្ងន់ដៃសាកម្ដងទៀតមើលតើវានឹងភ្លៀងទៅទឹកអត់ដើរមកបន្ទុះភ្លៀងមកទៅទឹកទៀតយើងធ្វើអញ្ចឹងដដែលហើយទៅភ្លៀងអត់យកឆាត់ទៅទឹកនេះជាអំពើឈួតលីលាទេព្រោះបើសិនជាយើងដឹងអញ្ចឹងលើកក្រោយកុំថាឡើយដោយមេឃខ្មៅមីដេដាសូម្បីតែមានពពកអីបាំងល្មមគឺដាក់ឆាត់ចូលក្នុងកតាបមួយឬក៏ដាក់ក្នុងគូតឡានឬក៏ដាក់នៅកន្លែងណាឬក៏យួរតាមដើម្បីត្រៀមថាបើមានគឺត្រូវតែទប់ភ្លៀងនឹងបានតែយើងអត់ធ្វើដូច្នេះហើយយើងធ្វើដដែលហើយរំពឹងថានឹងអត់ភ្លៀងរំពឹងថានឹងអត់ទៅទឹកនេះហើយដែលលោក Albert Einstein គាត់និយាយថាការដែលធ្វើអ្វីដដែលហើយរំពឹងថានឹងបានលទ្ធផលថ្មីវាជាអំពើឈួតលីលាប៉ុន្តែកម្ពុជាគេមិនខ្វល់ទេព្រោះអីការដែលឈួតលីលាអីយ៉ាងណាគឺគេបានប្រយោជន៍ដើម្បីឲ្យប្រជាពលរដ្ឋបាក់ស្បាតនៅពេលដែលប្រជាពលរដ្ឋបាក់ស្បាតគឺគេស្រួលគ្រប់គ្រងប្រទេសផ្ដាច់ការគឺគេបង្ក្រាបប្រជាពលរដ្ឋឲ្យភ័យដើម្បីស្រួលគ្រប់គ្រងដូចខ្មែរក្រហមអញ្ចឹងកូនក្មេងទូចអាយុ10ឆ្នាំ12ឆ្នាំអូសកំភ្លើងអូសដីហ៊ានយកម៉ែឪទៅសម្លាប់ចោលបានណាដោយសារតែការបំពាក់មនោគមវិជ្ជាឲ្យក្មេងហ្នឹងជឿថាម៉ែឪគឺជាសត្រូវគឺជាខ្មាំងគឺការអង្គការគឺជាបិតាម៉ែឪគ្រាន់តែជាអ្នកបដោះអាសន្នទេគ្មានគុណគ្មានស្រ័យអីយកទៅសម្លាប់ចោលបានដោយសារការបំពាក់មនោគមវិជ្ជាហើយបើអ្នកឯងមិនសម្លាប់ទេគេនឹងសម្លាប់អ្នកឯងដែរដូច្នេះវាអត់មានសិទ្ធិអត់មានសេរីភាពមនុស្សចេះតែនាំគ្នាបាក់ស្បាតទៅហើយយើងគិតថាអានឹងជាការឯកភាពជាតិអត់មានទេកម្ពុជាសពថ្ងៃអត់មានឯកភាពជាតិដោយសារតែយើងបង្ក្រាបគេទេហើយកម្ពុជាសពថ្ងៃគ្រោះថ្នាក់ខ្លាំងជាងគេគឺគណៈបកប្រជាជនកម្ពុជាខ្លួនឯងហេតុអីបានគ្រោះថ្នាក់ដោយសារមនុស្សនៅក្នុងបកនេះទោះជាកវីបណ្ឌិតបញ្ញវន្តអ្នកចេះដឹងអីដល់កំណត់ណាក៏ដោយក៏អត់ហ៊ានរិះគន់ប្រាប់គណៈបកនេះឬក៏រដ្ឋាភិបាលនេះអំពីចំណុចដែលត្រូវកែដែរសុកចិត្តសរសើរឲ្យស្លាប់អត់ហ៊ានបង្អាប់ឲ្យរស់ទេព្រោះបង្អាប់ឲ្យរស់គឺស្លាប់ខ្លួនឯងអ្នកបង្អាប់គេហ្នឹងទៅវិញគេយកដាក់គុកគេចាត់ទុកថាខ្មាំងសត្រូវអីអញ្ចឹងដូច្នេះកម្ពុជាខ្លួនឯងគណៈបកប្រជាជនកម្ពុជាកំពុងតែសម្លាប់ខ្លួនដោយឲ្យបញ្ញវន្តបណ្ឌិតខ្លួនឯងខ្លាយទៅជាកថ្លង់ឬក៏ជាបណ្ឌិតដូខួរហ្មងគឺនិយាយសទៅជាខ្មៅដើម្បីឲ្យស្របត្រូវចិត្តសរសើរនិយាយទៅគឺឲ្យជោឲ្យអាចេកធ្លាក់ទឹកសរសើរឲ្យស្លាប់តែមិនឲ្យបង្អាប់ឲ្យរស់នេះគឺជាផលកម្មរបស់ខ្លួនគាត់ទេហើយតិចទៀតទៅគឺកម្មតែគ្នាគាត់ហ្នឹងក៏អត់ហ៊ាននិយាយអីដែរអញ្ចឹងទុកឲ្យរលាយទៅហើយអង្គុយដុតធូបបន់ផ្សងទៅថាបើរលាយទៅហើយចាំដូរទៅចាំគិតរឿងទៀតព្រោះឥឡូវឆាចោលអីចឹងទៅរឿងនេះគ្រោះថ្នាក់ណាស់ចាំមកខ្ញុំលើកទឹកចិត្តថារឿងមមអីទៅខ្ញុំអត់ខ្វល់ទេខ្ញុំបានប្រាប់ច្រើនសារខ្ញុំនិយាយអត់ដូរទេខ្ញុំអត់ខ្វល់តកូលណាកាន់អំណាចនៅស្រុកខ្មែរទេតកូលហ៊ុនតកូលសុកតកូលទាតកូលរងតកូលកម្មតកូលចៅតកូលថាច់តកូលមីចតកូលមូតកូលស្អីក៏ដោយកាន់ទៅ
ឲ្យតែប្រជាពលរដ្ឋខ្មែរមានភាពសុខដុមរមនាត្រូវរើគ្នាកុំធ្វើនយោបាយបែបស្មោកគ្រោកដោយសពថ្ងៃឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់កុំខ្លាចកុំរអាគ្រាន់តែចូលរួមជីវភាពនយោបាយនិយាយរិះគន់រដ្ឋាភិបាលដើម្បីប្រយោជន៍យុត្តិធម៌សង្គមក៏គ្នាខ្លាចក៏គ្នាភ័យរស់ស៊ីគេធ្វើបាបគ្រូបង្រៀនគេមិនឲ្យបង្រៀនប៉ូលីសរាជការក៏មានខ្នាខ្សែខ្នងបាក់ពួកគេដឹងថាមិនមែនខ្សែគេគឺគេធ្វើទុកបុកម្នេញអត់អាចដឹកនាំប្រទេសដូចនេះរីកចម្រើនទេវាទៅគ្រោះមហន្តរាយហើយស្រុកណាក៏គេអាចដឹកនាំប្រទេសបែបហ្នឹងដើម្បីឲ្យរីកចម្រើនដែរព្រោះមនុស្សមិនហ៊ាននិយាយការដែលមិនហ៊ាននិយាយនេះអាចឲ្យដែលធ្វើឲ្យអាជ័យធ្លាក់ទឹកហើយឲ្យយូរទៅយើងស្រាតសោះប្រជាពលរដ្ឋគេសរសើរមន្ត្រីរាជការក្បែរវាំងតើថាស្លៀកស្អាតដល់ដើរទៅស្រាតអាហ្នឹងរឿងទៅមើលប្រវត្តិនៃអធិរាជគ្មានសម្លៀកបំពាក់ដែលអាមាត្យមន្ត្រីនៅក្នុងវាំងទាំងអស់គឺដោយសារតែខ្លាចបុណ្យនៃប្រជាស្ដាព្រះមហាក្សត្រព្រោះព្រះមហាក្សត្រកាលពីរឿងនិទានទេប៉ុន្តែជារឿងអប់រំរឿងគេហៅថាអធិរាជគ្មានសម្លៀកបំពាក់ The Emperor without clothes ជាភាសាអង់គ្លេសទេគេអប់រំមនុស្សហ្នឹងគេចង់និយាយថានៅក្នុងព្រះបរមរាជវាំងមួយហ្នឹងគឺយូរហើយដែលមានក្សត្រមួយអង្គដែលជាអធិរាជធំណាស់មានអំណាចចេស្តាយន្តនាទៅសម្រាប់ចោលក៏បានដែរឲ្យតែទើសព្រះរាជហឫទ័យអញ្ចឹងមន្ត្រីអាមាត្យនៅក្នុងវាំងនៅក្នុងអីទាំងអស់ហ្នឹងគឺមិនអាចនឹងធ្វើឲ្យទាស់ចិត្តឬទាស់ណែព្រះរាជហឫទ័យរបស់ព្រះមហាក្សត្របានទេព្រោះអីអំណាចខ្លាំងគឺអាចសម្លាប់យកទៅសម្លាប់ចោលហើយមន្ត្រីទាំងអស់នោះមានឋានៈតាមនឹងទៀតបើសិនជាបង្ហាញអំពីភាពល្ងងខ្លៅរបស់មន្ត្រីភាពមិនឆ្លាតវៃរបស់មន្ត្រីក៏មិនអាចនឹងកាន់អំណាចកាន់តំណែងអីនៅក្នុងព្រះបរមរាជវាំងនឹងបានដែរគឺគេព្រះមហាក្សត្រនឹងបញ្ជាយកទៅសម្លាប់ចោលឬក៏រើសមន្ត្រីថ្មីព្រោះអីភ្លីភ្លឺមិនសូវចេះកិច្ចការងារអីអត់ថាល្ងងអញ្ចឹងអត់ត្រូវបង្ហាញអំពីភាពល្ងងភាពមិនមានទស្សចក្ខុវិស័យអីវែងឆ្ងាយអញ្ចឹងប្រឹងធ្វើពុតជាខ្លួនឯងចេះអញ្ចឹងស្អីក៏អត់ល្ងងដែរគឺរឿងដូចសំបីតែរឿងសម្លៀកបំពាក់អញ្ចឹងមានជនម្នាក់ពីរនាក់ដែលគេទៅបោកដល់ព្រះបរមរាជវាំងហ្នឹងគឺគេថាគេហ្នឹងគឺជាអ្នកដែលត្បាញសម្លៀកបំពាក់ខូលប្រមួងស្អីហ្នឹងគឺប្រណិតដែលអាចធ្វើឲ្យព្រះមហាក្សត្រហ្នឹងដាក់ក្រងទៅហ្នឹងគឺថាល្អផូរផង់សមជាស្ដេចផែនដីគឺប្រជានុរាស្ត្រកោតខ្លាចគោរពព្រោះអីសម្លៀកបំពាក់ហ្នឹងបង្ហាញអំពីភាពអស្ចារ្យមហិទ្ធិឫទ្ធិអីអញ្ចឹងណាហើយថាគេមានសូត្រមានអីហ្នឹងគឺអស្ចារ្យមែនតើហើយដល់ពេលអញ្ចឹងទៅគឺបកគោណាដូចជាទ្រង់សពរាជហឫទ័យចង់បានសម្លៀកបំពាក់បែបនេះដែរព្រោះអីធ្វើឲ្យព្រះមហាក្សត្រហ្នឹងគឺមានអំណាចមានឥទ្ធិពលកាន់តែខ្លាំងព្រោះចង់បានអំណាចហ្នឹងណាមិនមែនចង់បានក្តីគោរពទេគឺចង់បានអំណាចដល់តែពេលអញ្ចឹងអ្នកទាំងពីរនោះបោកទេគឺទៅក្នុងព្រះបរមរាជវាំងហ្នឹងគឺអត់មានកៃអត់មានអីទាំងអស់គឺទៅតែដៃទៅទេក៏ប៉ុន្តែគេធ្វើដូចជាមានកៃដំបាញមានត្រល់បោះទៅបោះមកអីហ្នឹងគឺអាមាត្យអីមន្ត្រីអីហ្នឹងគឺខ្សឹបខ្សៀវគ្នាតែមិនហ៊ាននិយាយថាដូចជាអត់មានឃើញកៃអត់មានឃើញដំបាញមានឃើញហូលសរសៃសូត្រអីទេហ៎តែគិតតែខ្លួនឯងអត់ហ៊ាននិយាយប្រាប់មន្ត្រីអាមាត្យណាផ្សេងទៀតទេព្រោះគេខ្លាចថាល្ងងព្រោះគេផ្សេងទៀតគេមើលឃើញគ្រប់គ្នាថាអូកៃគេនេះល្អណាស់កៃបុរាណកៃអីសូត្រគេហ្នឹងក៏សរសៃសូត្រឆ្មាប្រណិតស្អីហ្នឹងគេអ្នកជំនាញរបស់គេអញ្ចឹងអ្នកផ្សេងទៀតក៏គេនិយាយដូចគ្នាអញ្ចឹងដល់ពេលស្ដាប់ទៅគឺម្នាក់គឺអត់ហ៊ាននិយាយពីភាពភ្លីភ្លើរបស់ខ្លួនថាមើលមិនឃើញអាភាពល្អអញ្ចឹងចេះតែគិតថាល្អដូចគ្នាអញ្ចឹងនាំគ្នាកុហកខ្លួនឯងដើម្បីកុំឲ្យគេដកតំណែងពីព្រះរាជវាំងហ្នឹងហើយកុំឲ្យព្រះមហាក្សត្ររករឿងអាចយកទៅសម្លាប់ចោលអីផងអញ្ចឹងនាំគ្នាចេះតែភូតតាមគ្នាកុហកតាមគ្នាហើយចេះតែថាអូល្អណាស់មើលក៏ឲ្យមករាល់ថ្ងៃមកក្នុងបន្ទប់ហ្នឹងគេដាក់រៀបចំបន្ទប់មួយយ៉ាងស្អាតនៅក្នុងព្រះបរមរាជវាំងហ្នឹងឲ្យគាត់ត្បាញអញ្ចឹងទៅទាំងពីរនាក់ហ្នឹងបោះត្រល់ទៅមកអង្គុយល្វីចុះល្វីឡើងខាចុះខាឡើងហ្នឹងទៅម្ដងទៅលើកអត់មានស្អីទេគឺចេះតែធ្វើអញ្ចឹងទៅតែដៃទៅទេហ្នឹងហើយមន្ត្រីហ្នឹងចេះតែត្រឡប់មើលហើយអង្គុយមន្ត្រីខ្លះដឹងរឿងក៏ប៉ុន្តែអត់ហ៊ានដឹងនិយាយការពិតខ្លាចមហាក្សត្រយកទៅស្លាប់ចោលឬក៏ខ្លាចគេដកតំណែងអញ្ចឹងចេះតែគិតហើយចេះតែឆ្ងល់ខ្លួនឯងតែមិនហ៊ាននិយាយតែដល់ពេលបកគោណាក៏ហៅទៅឲ្យរាយការណ៍អំពីការត្បាញហ្នឹងគឺទៅតាមអ្វីដែលអ្នកត្បាញហ្នឹងប្រាប់អ្នកត្បាញហ្នឹងថាអូឥឡូវថ្ងៃនេះបានប៉ុណ្ណេះមួយចាអាមពីរចាអាមឥឡូវស្អាតណាស់អូចាំមើលតាពេលយកទៅក្រងលើព្រះមហាក្សត្រហ្នឹងគឺមិនដឹងជាអស្ចារ្យប៉ុណ្ណាអញ្ចឹងទៅពិតទូលព្រះមហាក្សត្រហ្នឹងតាមដំណើររឿងនៃអ្វីដែលដំណើរមើលមិនឃើញអត់មានឃើញធ្វើអីទេមួយថ្ងៃឃើញតែធ្វើដៃធ្វើជើងទៅទេអញ្ចឹងមកអញ្ចឹងឃើញកាន់យួរកាន់អីហ្នឹងឃើញដូចថាមានរបស់តែខ្លួនឯងមិនហ៊ានថាខ្លួនឯងមើលឃើញអញ្ចឹងទេខ្លាចល្ងងទៅទៀតទៅត្បាញចុះត្បាញឡើង
រហូតដល់តែចប់ទៅរាយការណ៍ព្រះមហាក្សត្រថាចិត្តហើយបកូនណាឥឡូវគេបានប៉ុណ្ណេះអូស្អាតណាស់លលងស្រិលពណ៌ផ្កាភ្ញីហើយព្រះមហាក្សត្រហ្នឹងលោកក៏មើលតែមិនឃើញដូចតែគ្នាអញ្ចឹងដែរក៏ប៉ុន្តែមិនហ៊ានឲ្យគេដឹងថាខ្លួនឯងល្ងងព្រោះអីយើងទៅប្រាប់មន្ត្រីថាល្ងងយកគេទៅសម្លាប់ចុះព្រះមហាក្សត្រត្រូវតែមានអាទស្សពិតរាជធម៌គឺឃើញគឺថាអញ្ចឹងដែរហើយនៅតែងក់តាប្រកេះហ្នឹងថាល្អអីចឹងទៅដល់តែពេលគេត្បាញអីចប់សពគ្រប់អស់ដល់ពេលកាត់យកទៅដាក់ព្រះមហាក្សត្រហ្នឹងគឺយាងព្រះអង្គហ្នឹងមកដើម្បីយកអាសូតយកអាកណាត់ហើយចិត្តតែធ្វើអញ្ចឹងទៅអត់មានយកទៅធ្វើដាក់វាស់វែងអីអញ្ចឹងទៅហើយព្រះមហាក្សត្រហ្នឹងក៏នៅតែញញឹមញញែមអីអញ្ចឹងទៅហើយគេថាសរសើរអាមាត្យមន្ត្រីថាល្អយកទៅកាត់យកទៅដាក់លើខ្លួនហ្នឹងខ្យល់សោះហ្នឹងយកទៅដល់ចុងក្រោយគឺឲ្យទៅឆ្លោះកញ្ចក់ទៀតហ្នឹងម្នាក់បញ្ជោថាឲ្យស្រាតសោះហ្នឹងណាអូស្អាតណាបកូនណាស្អាតមែនតែនសម្លៀកបំពាក់នេះសមត្រង់ណាអីអញ្ចឹងទៅអូញញឹមអត់និយាយទៅមកវាំងដោយទាំងព្រះមហាក្សត្រផងគឺអត់មានស្អីសោះដោយសារតែមិនហ៊ានបង្ហាញពីភាពភ្លីភ្លើរបស់ខ្លួនអញ្ចឹងទៅខ្លាចគេដឹងចិត្តតែនាំគ្នាអាជ័យធ្លាក់ទឹកហើយអើអញ្ចឹងទៅអូស្រាប់ដល់ពេលគឺកាត់ហើយអីហើយពាក់ហើយអីហើយអញ្ចឹងទៅគេថាដល់ថ្ងៃដែលយើងចេញពីវាំងដើម្បីឲ្យប្រជាពលរដ្ឋតូតមើលឃើញពីភាពអស្ចារ្យនៃសម្លៀកបំពាក់ថ្មីដែលពីជាងចំណានជាងជំនាញដៃឯកអីអញ្ចឹងណាទៅដល់តែពេលថ្ងៃចេញទៅតាមដូចថាឲ្យប្រជាពលរដ្ឋបានឃើញព្រះអង្គទៅតាមផ្លូវអូគេចេញមកចាស់ដៃហូកជ្រាវអ្នកដែលដឹងខ្សឹបខ្សៀវគ្នាពីសម្លៀកបំពាក់របស់ព្រះមហាក្សត្រហ្នឹងប្រជាពលរដ្ឋច្រើនណាស់ដែលអាជ័យធ្លាក់ទឹកដូចគ្នាថាអូស្អាតណាស់តាមពិតស្រាតទេតែគេថាអូស្អាតម្លេះមិនហ៊ានប្រាប់ថាពីភាពភ្លីភ្លើរបស់ខ្លួននៅតែស្អាតនៅតែល្អណាស់អូយស្អីចុះលឺតាមគេថាតែអត់ឃើញទេលឺចង់ទៅសោទះដៃប្រាវសិតតែបកូនណាលោកស័កសមជាព្រះមហាក្សត្រនឹងក្រងសម្លៀកបំពាក់នឹងស្រស់សង្ហាស្អាតអីចឹងទៅហើយទៅទះទូងស្គាល់អាមាត្យនឹងក៏សរសើរចឹងតែស្រាតរហូតដើរតាំងពីដែលយាងតាំងពីវាំងទៅហ្នឹងគឺស្រាតរហូតចុះទៅតាមភូមិតាមស្រុកអីចឹងតើតែកូនក្មេងមួយដែលឃើញក្រឡេកទៅស្រែកមកផ្្លាត់សម្លេងថាអូបកូនណាស្រាតចឹងមិនបានអត់ស្លៀកអីចឹងនៅពេលនោះឯងបានផ្ទុះរឿងបែកអូហូស្ទឹងថាបកូរណាអធិរាជហ្នឹងគឺស្រាតទេអត់មានបានក្រងស្អីទេដោយសារក្មេងគ្នានិយាយការពិតចាប់ពីពេលហ្នឹងមកបានខ្មាស់អាម៉ាស់អស់រះផងទាំងពួងមន្ត្រីអាមាត្យស្អីគេហ្នឹងក៏ខ្មាស់អស់អីអញ្ចឹងទៅនេះគឺចាប់រឿងត្រឹមប៉ុណ្ណឹងរឿងហ្នឹងវាជារឿងអត់ស្ដាច់ទេបងប្អូនគាត់ថាជារឿងអប់រំមួយចង់បញ្ជាក់ប្រាប់ថានេះឯងអាចជ័យធ្លាក់ទឹកយើងនាំគ្នាល្អគ្រប់យ៉ាងសរសើរតែស្កបណ្ឌិតកវីបញ្ញវន្តយើងទៅជាក្បត់មនសិការអស់ដល់យូរចុងក្រោយអ្នកណាលលាយបងប្អូនអ្នកណាដែលលលាយសាកគិតមើលអ្នកណាដែលលលាយគឺអធិរាជហ្នឹងក៏លលាយព្រះបរមរាជវាំងហ្នឹងក៏លលាយប្រជានុរាស្ត្រគឺលែងគោរពលែងកោតខ្លាចលែងអីអាណាចក្រហ្នឹងខ្លាយទៅជាច្បុកច្បល់លែងស្គាល់ទិសតំបន់អីទាំងអស់អាហ្នឹងហើយយើងទុកឲ្យពេលវាអញ្ចឹងហើយបានជាខ្ញុំចិត្តទៅលើកទឹកចិត្តថាកុំសរសើរឲ្យស្លាប់កុំបង្អាប់ឲ្យរស់សរសើរឲ្យត្រូវហើយមេដឹកនាំហ្នឹងក៏មានភាពក្លាហានទទួលយកការពិតផងហើយយកទៅដោះស្រាយទៅបាទឥឡូវខ្ញុំបន្តរឿងបន្តទៅទៀតស្លេះរឿងអត់ស្ដាច់នេះបន្តិចចុះខ្ញុំនៅតែលើកទឹកចិត្តឲ្យលោកហ៊ុនម៉ាណែតបើសិនជាចង់ឲ្យអំណាចនឹងបានក្តីគោរពពីប្រជាពលរដ្ឋគឺលោកកែទៅតាមសំណូមពរប្រជាពលរដ្ឋហើយកុំចាប់គេដាក់គុកកែទៅខ្ញុំជឿថាបើសិនជាបានល្អទាំងអស់គ្នាគេសាទរទាំងអស់គ្នាទេឥឡូវនេះគឺចូលដល់រឿងលោកជួននរិនអះអាងថាគ្រួសារស្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បានប្រគល់ខ្លួនស្ត្រីនោះជូនសមត្ថកិច្ចតាមសំណូមពររបស់លោកយើងឃើញរូបភាពនៅក្នុងបណ្ដាញសង្គមនៅប៉ុស្តិ៍នគរបាលអីហ្នឹងយើងឃើញនៅ Facebook របស់លោកជួននរិនដែលគាត់បានបង្ហោះសារមកគាត់ប្រាប់ថាគាត់និយាយចេះសាររបស់គាត់នេះគឺតាក់ទងនឹងស្ត្រីម្នាក់វ័យ27ឆ្នាំគឺលោកស្រីសាមីជូនេះឈ្មោះរបស់គាត់ដែលបើករថយន្តទំនើបឈ្មោះម៉ាអាវតាសង្ស័យតាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឃើញបរិសម្នាក់ដែលជាមន្ត្រីរដ្ឋការនៅក្រសួងរាជការនៅក្រសួងសាធារណការបានស្លាប់នៅនឹងកន្លែងហើយគាត់ក៏បានគេចខ្លួនពីកន្លែងកើតហេតុហើយបើតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍មកថាគាត់បានប៉ុនប៉ង
កិច្ចខ្លួនចេញទៅប្រទេសក្រៅប្រទេសគឺប្រទេសសង្ហបុរីក៏ប៉ុន្តែដំណើរនេះគឺមិនបានជោគជ័យទេអានេះគឺជាការផ្សព្វផ្សាយក្នុងស្រុកក៏ប៉ុន្តែនៅពេលដែលហ្នឹងក៏ឮសូរលោកជួននរិនឯនេះវិញគាត់លោកជួននរិនគឺជាស្នងអគ្គស្នងការរងរបស់នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកបានសរសេរសារដូច្នេះថាខ្ញុំបាទសូមអរគុណដល់លោកអុកញ៉ាគាត់មិនបញ្ចេញឈ្មោះអុកញ៉ាណាទេដែលបានសហការជាមួយខ្ញុំតាមរកកូនស្រីប្រគល់មកជំនាញដែនសមត្ថកិច្ចឬផែនចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមផ្លូវច្បាប់តាមសំណូមពររបស់ខ្ញុំអញ្ចឹងបានន័យថាគាត់សំណូមពរឲ្យទៅចាប់ឬក៏ឲ្យបញ្ចូលខ្លួនទៅនិយាយទៅអាជ្ញាធរនឹងក៏ស្លូតក្រាន់បើដែរអក្រិតជនដែលប្រព្រឹត្តអំពើអក្រិតគឺគាត់អំពាវនាវសំណូមពរឲ្យចូលខ្លួនប៉ុន្តែបើក្រុមបកប្រឆាំងវិញអត់មានសំណូមពរអីគឺចុះទៅដល់ផ្ទះចាប់យកវាយខ្នោះយកតែម្ដងនេះប្រជាពលរដ្ឋមើលឃើញដែរប៉ុន្តែយ៉ាងណាក៏ឃើញថារឿងនេះគឺវាដល់ដំណាក់កាលដែលជនបង្កបានចូលខ្លួនទៅឲ្យសមត្ថកិច្ចចាប់ឃុំខ្លួនខាត់ខ្លួនដើម្បីដោះស្រាយតាមនីតិវិធីហើយសំណួរគឺនៅត្រង់សួរថាតើនីតិវិធីនេះវានឹងប្រព្រឹត្តទៅដូចម្ដេចតើអ្នកណាតាមដានហើយហេតុអីបានជាប្រជាពលរដ្ឋយកចិត្តទុកដាក់រឿងនេះម៉េះគ្រោះថ្នាក់ចរាចរណ៍មិនមែនស្លាប់តែរឿងលោកដែលជាមន្ត្រីក្រសួងសាធារណការម្នាក់ទេណាគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅលើដងផ្លូវរាល់ថ្ងៃអំពើអយុត្តិធម៌កើតឡើងរាល់ថ្ងៃចាហេតុអីបានជាយើងចាប់អារម្មណ៍នឹងរឿងអុកញ៉ាឬក៏រឿងលោកស្រីសាមមីជូនេះម្ល៉េះនេះគឺជាសំណួររបស់អុកញ៉ាម្នាក់ដែលសរសេរនៅលើបណ្ដាញសង្គមដែលគាត់ហាក់បីដូចជាឆ្ងល់ដែរហេតុអីបានជាប្រជាពលរដ្ឋខ្មែរយើងយកចិត្តទុកដាក់ខ្លាំងទៅលើរឿងអុកញ៉ាដែលឬក៏អ្នកមានទ្រព្យស្រុកស្ដំដែលផ្ទះពីរឿងគ្រោះថ្នាក់ចរាចរណ៍ព្រោះគ្រោះថ្នាក់ចរាចរណ៍កើតរឿងរាល់ថ្ងៃគាត់ថាពេលដែលមានគ្រោះថ្នាក់ចរាចរណ៍រឿងជាមួយនឹងអ្នកមានអំណាចឬក៏អ្នកមានលុយអីហ្នឹងគឺផ្សាយស្រោះគ្នារាប់ថ្ងៃប៉ុន្តែបើអ្នកធម្មតារៀសអីធម្មតាជួនកាលអត់ទៅផ្សាយអីគេផងបាត់ឈឹងលោកនិយាយនេះមិនមែនបានន័យថាលោកចំណែននឹងការផ្សាយឲ្យអ្នកមានលុយច្រើនហើយនឹងអ្នកមានទ្រព្យតិចតួចអត់សូវគេផ្សាយទេលោកនិយាយហ្នឹងគឺលោកអុកញ៉ាអឹងកំហុងលោកនិយាយថាបើអ្នកធម្មតាធ្វើខុសគេផ្សាយបន្តិចក៏ចប់តែបើអុកញ៉ាឬកូនអុកញ៉ាធ្វើខុសផ្សាយឯងដល់ឋានទាំង3រឿងនេះគឺគាត់មិនមែននិយាយដើម្បីនៅខាងអ្នកក្រដែលគេអត់ផ្សាយឲ្យបានច្រើនទេគាត់និយាយកាន់ជើងអ្នកមាននៅក្នុងន័យថាឲ្យតែមានអ្នកមានអំណាចចេះតែនាំគ្នាប្រឹងផ្សាយស្រោចអីអញ្ចឹងទៅគឺហាក់បីដូចជាចង់ទម្លាក់កំហុសទៅលើក្រុមអ្នកប្រព្រឹត្តខុសហ្នឹងដែលជាអ្នកមានទ្រព្យអីចឹងណារឿងនេះគឺអញ្ចេះទេបងប្អូនតាមពិតជា logic ជាសច្ចានុម័តប្រជាពលរដ្ឋភ័យព្រោះអ្នកក្រគេមិនសូវផ្សាយគេផ្សាយឲ្យរកយុត្តិធម៌ឲ្យអ្នកក្រផ្សាយប៉ុន្តែយើងដឹងហើយអ្នកចាប់អារម្មណ៍រឿងអ្នកក្រអ្នកខ្វះខាតហ្នឹងគេវាមិនមានអ្នកណាគេចង់តាមមើលទេព្រោះអីព័ត៌មានហ្នឹងវាអត់មានតម្លៃនៅក្នុងការផ្សាយទេអ្នកផ្សាយ MMO ហ្នឹងក៏ដឹងខ្លួនទៀតថាទៅផ្សាយអ្នកក្រមានណាគេឈឺឆ្អាលអីបើផ្សាយអុកញ៉ាមហាមន្ត្រីបានគេមើលអញ្ចឹងតែតាមពិតរឿងសច្ចានុម័តមួយគឺការដែលគេភ័យរឿងអ្នកមានអំណាចបុកគេហើយគេត្រូវផ្សាយឲ្យញាប់ហ្នឹងគឺថាប្រជាពលរដ្ឋចង់រកយុត្តិធម៌ជូនជនរងគ្រោះព្រោះដឹងថាអ្នកមានលុយហ្នឹងរួចខ្លួនរហូតអត់ដែលបានទៅរកយុត្តិធម៌អីទេបុកហើយសោកលុយឬក៏កិច្ចខ្លួនឬក៏សុំកលុំដូរបាត់ចោតអង្គហេតុដូចស្ត្រីណាម្នាក់បុកគេហើយថាឈួតលីលាសរសៃប្រសាទអីចឹងទៅមិនអាចនឹងមកដោះស្រាយបញ្ហាបានទេមួយឆ្នាំ2ឆ្នាំក្រោយមកហ្នឹងក៏ជាទៅរៀបការប្តីស្អីអីធម្មតាអីចឹងទៅអ្នកស្លាប់បាត់ទៅក្រោយមកមានកូនលោកធំណាមកលឹមលំបាត់ស្ងាត់ឈឹងចឹងទៅរឿងវាច្រើនពេកអ្នកមាននឹងដែលធ្វើឲ្យប្រជាពលរដ្ឋមន្ទិលរឿងទាំងអស់នេះអត់មានត្រូវជាចម្ងល់របស់អង្គញាអឹងគឹមហុងឬក៏ចម្ងល់ប្រជាពលរដ្ឋណាទេវាជារឿងតថភាពជាក់ស្ដែងនៅក្នុងសង្គមដែលមានបញ្ហាអយុត្តិធម៌វាច្រើនពេកនៅពេលដែលមានបញ្ហាអយុត្តិធម៌ច្រើនពេកមនុស្សចាប់ផ្ដើមផ្ដួចទៅមើលភ័យខ្លាចអត់មានយុត្តិធម៌ទៀតហើយព្រោះទៅជឿអីតឡាការទៅជឿអីប៉ូលីសទៅជឿអីសារក្រុមគ្នាគេភាសាខ្មែរយើងគិតអញ្ចឹងអូយអត់មានលុយសោកគេហើយយើងមើលឃើញរឿងខ្លោចផ្សារនឹងច្រើនជនរងគ្រោះបើជាប្រជាពលរដ្ឋក្រីក្រខ្វះខាតវិញគឺយុត្តិធម៌ជើងមេឃអ្នកខ្លះដោយកូនក្មេងស្រីម្នាក់ដែលគេបុកកាត់ជើងទាំងពីរ
5-6 ឆ្នាំមិនដឹងសំណងនៅណានឹងអ្នកក្រីក្រទៅបានស្អីក្រុមមេធាវីលោកហ៊ុនសែននឹងមកជួយគាស់បន្តិចទៅបានកក្រើកផ្លែទៅស្ងាត់បាត់ទៀតអានឹងប្រជាប្រដ្ឋដែលគ្មានខ្សែគ្មានខ្នងសូម្បីតែអ្នកមានខ្សែមានខ្នងដូចជាតារាសម្ដែងអីមួយតាម MMO នៅខេត្តកពតដែលរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលត្រូវតែដេប៉ូលក់ខ្សាច់ណាមួយដោះស្រាយលក់អស់គេអាកហើយជាមនុស្សដែលស្និទ្ធស្នាលនឹងគណៈបកកណ្ដាលអំណាចគ្រប់គ្រងគណៈបកកណ្ដាលអំណាចអត់ហ៊ានទេមេធាវីណាដែលគ្រប់គ្រងឬក៏ចង់ជួយដែលមិនមែនជាក្រុមរបស់លោកហ៊ុនសែនហ្នឹងក៏មិនអោយគេជួយផងទៅរកលោកគីតិចទៅរកអីហ្នឹងដើម្បីឲ្យមកជួយនៅតែរកយុត្តិធម៌អត់បានផងនឹងមនុស្សគ្នាឯងផងវាអំពើអយុត្តិធម៌នឹងវាច្រើនពេកដែលធ្វើឲ្យប្រជាពលរដ្ឋភ័យអត់ទុកចិត្តប្រព័ន្ធដឹកនាំរដ្ឋអស់លោកអត់ដឹងទេចឹងអស់លោកអត់ដឹងទេហើយតាមពិតមែនតើលោកគឹមហុងគាត់និយាយហ្នឹងខ្ញុំក៏យល់ស្របថាពេលខ្លះអយុត្តិធម៌សម្រាប់សង្គមមួយនេះដែរគឺគេរករឿងតែក្រុមអ្នកមានអំណាចហ្នឹងមែនខ្ញុំនិយាយខ្ញុំគ្រប់គ្រងសាររបស់លោកគឹមហុងដែលថាឲ្យតែមានអង្គការមហាមន្ត្រីអ្នកមានអំណាចសាក់នេះផ្កាយនេះគ្រោះថ្នាក់ចរាចរណ៍គេផ្សាយឡើងផ្អើលភូមិតាមពិតអយុត្តិធម៌មែនតើបងប្អូនពេលដែលមានគ្រោះថ្នាក់ចរាចរណ៍យើងមិនអាចទៅផ្សាយព្រមព្រៀងអំពីផ្ទះគេលំនៅឋានគេលេខអត្តសញ្ញាណប័ណ្ណគេយើងដឹងហើយថាដើម្បីតាមកុំឲ្យសមត្ថកិច្ចហ្នឹងមើលរំលងខ្លាចលោករត់កិច្ចអីល្អហើយយើងព្រួយអញ្ចឹងត្រូវហើយប៉ុន្តែជាសិលធម៌ជាសុជីវធម៌គឺខ្ញុំអត់និយាយតែករណីរឿងកូនស្រីរបស់លោកអង្គញាដែលបុកមនុស្សស្លាប់នេះខ្ញុំនិយាយជាសិលធម៌ទូទៅគេអត់ដែលផ្សាយអំពីអត្តសញ្ញាណអាស័យដ្ឋានរបស់អ្នកណាពាក់ព័ន្ធទេព្រោះតាក់ទងនឹងសុវត្ថិភាពយើងដឹងហើយចោះតាក់ទងសុវត្ថិភាពអីបើគាត់បុកគេស្លាប់គាត់កិច្ចគាត់គ្មានសិលធម៌គាត់មានសុជីវធម៌អីផងយើងដាក់ឲ្យអាសមត្ថកិច្ចហ្នឹងគឺរកឲ្យឃើញទៅលេខផ្ទះលេខអត្តសញ្ញាណប័ណ្ណលេខបងប្អូនគេមិនដែលធ្វើអញ្ចឹងទេយើងមិនអាចយកថ្មិញសងថ្មិញទេបើយើងអាចមនុស្សស្លាប់យើងទៅសម្លាប់មនុស្សដើម្បីសងសឹកអញ្ចឹងចាំបាច់មានច្បាប់មានទម្លាប់មានសិលធម៌មានគុណធម៌មានប្រព័ន្ធតុលាការមានប៉ូលីសមានស្អីធ្វើអីអញ្ចឹងយើងទាំងអស់គ្នាក៏ត្រូវតែផ្ចង់ស្មារតីទាំងអស់គ្នាការពិតត្រូវហើយអ្នកដែលប្រព្រឹត្តខុសត្រូវទទួលទោសក៏ប៉ុន្តែកុំឲ្យរំលោភហួសពីសិលធម៌គុណធម៌យើងដឹងហើយថាគាត់អត់មានសិលធម៌អត់មានគុណធម៌មិននៅចាំជួយសង្គ្រោះជីវិតមនុស្សសុកចិត្តចុចទូរស័ព្ទឲ្យដើរទៅឡើងកង់3អីគាត់មានសិលធម៌គុណធម៌មកពីណាយើងនឹងមានរឿងអីត្រូវគោរពឲ្យតម្លៃគាត់ម្លេះមិនមែនអញ្ចឹងទេខ្ញុំនិយាយអំពីគុណធម៌តម្លៃសច្ចធម៌យុត្តិធម៌សង្គមទូទៅយើងមិនអាចផ្ដេសផ្ដាស់អីស្រេចតែចិត្តអញ្ចឹងទេគឺអូសទូកុំឲ្យល្អានចាប់ត្រីបានកុំឲ្យល្អទឹកអាជ្ញាធរមានស្រាកលេខឡានគាត់អីតាស្រាកលេខឡានហ្នឹងគឺបញ្ជាក់អំពីអត្តសញ្ញាណរបស់គាត់ចុះបញ្ជីនៅខាងនាយកដ្ឋានដឹកជញ្ជូនអីអញ្ចឹងទៅគេចាត់ការគេអីចឹងប៉ុន្តែប្រជាពលរដ្ឋពេលខ្លះក៏អត់ទុកចិត្តអាជ្ញាធរសោះនេះគឺជាបញ្ហាសង្គមមួយដែលជាជំងឺរ៉ាំរ៉ៃបងប្អូនខ្ញុំអាសូរមែនតើហើយខ្ញុំយល់លោកកឹមហុងគាត់និយាយហ្នឹងគឺថាឲ្យតែអ្នកមានគឺសម្រុកដូចថាចិញ្ចឹមអញ្ចឹងហ្មងគឺអត់តែបើសិនជាអត់សម្រុកអត់ចិញ្ចឹមណាស្ងាត់ឈឹងបាត់ឈឹងតែម្ដងចិញ្ចឹមប៉ុណ្ណឹងមិននៅតែពិបាកចុះហ្មងអត់ចិញ្ចឹមទៀតមិនដឹងជាយ៉ាងម៉េចអានេះដោយសារអីជាបរាជ័យនៃប្រព័ន្ធដឹកនាំរដ្ឋប្រព័ន្ធយុតិធម៌ប្រព័ន្ធតុលាការប្រព័ន្ធប៉ូលីសដែលធ្វើឲ្យប្រជាពលរដ្ឋចង់ដោះស្រាយរឿងខ្លួនឯងអារឿងវាយមនុស្សស្លាប់តាមផ្លូវដោយសារតែចង់កាត់ទោសគេហ្នឹងគឺទៅស្បើយបន្តិចកាលមុនគ្រាន់ស្រែកតែចោលវាយងាប់ហ្មងហើយយើងអាចទៅធ្វើចឹងបានទេបងប្អូនយើងងាប់ហើយបើតាសម្រាប់គេបានស្រែកចិត្តចឹងងាប់ហើយចាំបាច់មានតុលាការចឹងបានគេឲ្យតុលាការហ្នឹងខ្លួនឯងប៉ូលីសខ្លួនឯងហ្នឹងពង្រឹងឲ្យប្រជាពលរដ្ឋទុកចិត្តថាទៅដល់ដៃសមត្ថកិច្ចគឺគាត់ធូរទ្រូងណាឥឡូវទៅដល់សមត្ថកិច្ចអង្គុយភ័យទៀតអូមិនស្រួលចូលផ្លូវមុខចាញ់ផ្លូវក្រោយមិនស្រួលគេដូរបាត់ចោលមិនស្រួលគាត់ខ្លាយទៅជាបាត់ល្មើសអីផ្សេងមិនស្រួលគេឲ្យលុយនេះគេសោកនេះមិនស្រួលស្ងាត់ឈឹងបាត់ឈឹងអត់មានសារព័ត៌មានណាផ្សាយមិនដឹងមិនគឺភ័យចឹងរហូតបើយើងជាជនរងគ្រោះបានយើងដឹងតែភ័យប៉ុណ្ណាមានខ្សែមានខ្នងអីហ្នឹងមិនមែនប្រកាសតែដោះស្រាយបញ្ហាបានទៀតព្រោះអាខ្សែខ្នងហ្នឹងគេក៏ខ្សែដែរហើយសិតតែប៉ះចុះប៉ះឡើងយូរត្រូវទទួលយកសំណងទាំងអយុត្តិធម៌កើតជំងឺបាក់ទឹកចិត្តមួយជីវិតក៏មានដែរគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមានច្រើនករណីណាស់ជួនកាលជនរងគ្រោះស្លាប់ឲ្យត្រូវគេបង្ខំឲ្យទៅយកលុយសំណង$3-4,000អីហ្នឹងយកមកទៅបើមិនយកក៏អត់សោះចង់ឲ្យគេមិនបើយើងដឹងប្រព័ន្ធសុកហ្នឹងមិនអាចទៅស្រែករកយុត្តិធម៌អីបានអញ្ចឹងខ្លោចផ្សារណាបងប្អូនបាទឥឡូវខ្ញុំស្លេះរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងប៉ុណ្ណឹងខ្ញុំចូលដល់រឿងមួយទៀតគឺតកតងនឹងមន្ត្រីគណៈបកចំនួនថ្មីគឺបកចំនួនថ្មីដាក់បណ្ដឹងផ្លូវការប្តឹងមេឃុំ8មុំលោកខៀវជ្រិនករណីចាក់សោបង្ខាំងមន្ត្រីជាន់ខ្ពស់គណៈបកនេះនឹងគម្រាមវាយខ្នោះ
ដូចខ្ញុំនិយាយពីម្សិលមិញចឹងថាយកម្សិលចឹងថាជួនកាលមេឃុំណាគាត់ស្មានតែគាត់ជាមេសហករណ៍ខ្មែរក្រហមណាព្រោះដោយសារតែគាត់អាងអំណាចមួយគឺគាត់ជាមេឃុំរបស់គណៈបកកណ្ដាលអំណាចហើយតែមេឃុំរបស់គណៈបកកណ្ដាលអំណាចគឺគាត់បានដាវអាញាសឹកពីមេបករបស់គាត់ងើបមួយវាយមួយដូច្នេះអំណាចផ្ដាច់ការគាត់ចង់ថាអីក៏បានដែរឲ្យតែការពារប្រយោជន៍បកនេះកុំឲ្យដួលរលំគឺអ្នកឯងរួចខ្លួនហើយអញ្ចឹងធ្វើអីធ្វើទៅចាត់ការធ្វើបាបធ្វើទុកបុកម្នេញគេមកអាយុហើយគាត់អត់មានខ្វល់រឿងច្បាប់រឿងទម្លាប់អីគឺខ្វល់ធ្វើមិនដើម្បីបង្ក្រាបអ្នកឯងកុំឲ្យឈ្នះគណៈបកប្រជាជនកម្ពុជាមេឃុំហ្នឹងគាត់កាងការពារគណៈបកប្រជាជនកម្ពុជាដោយសារគាត់ជាកូតារបស់គណៈបកប្រជាជនកម្ពុជាគឺលោកខៀវជ្រិនហ្នឹងនៅឯត្រាំងខេត្តតាកែវហ្នឹងរឿងនេះមិនមែនតែមេឃុំមួយទេមានរឿងច្រើនណាស់ប៉ុន្តែមានមេឃុំគេបានកែបានអីខ្លះតែមេឃុំដែលនៅមានឈាមជ័រជាខ្មែរក្រហមហ្នឹងនៅច្រើនដោយសារអីថ្នាក់ដឹកនាំយើងក៏នៅតែឈាមជ័រជាខ្មែរក្រហមហ្នឹងអត់តន់ទាំងណាដែរហើយដល់ពេលដែលលោកមីសវណ្ណរាដាក់ពាក្យប្តឹងហ្នឹងគឺគាត់ប្រាប់ថាឥឡូវគាត់ដាក់ពាក្យប្តឹងទៅតុលាការខេត្តកណ្ដាលខេត្តតាកែវមួយគាត់យកអាបណ្ដឹងគាត់ហ្នឹងយកទៅប្តឹងកោជបទៀតហើយគាត់យកបណ្ដឹងហ្នឹងទៅប្តឹងដាក់មិនមែនប្តឹងទេតាមពិតគាត់យកទៅប្តឹងទៅក្រសួងមហាផ្ទៃបើតាមលោកមីសវណ្ណរាដែលមេបកចំនួនថ្មីនេះគាត់ប្រាប់តាមបណ្ដាញសង្គមហ្នឹងគាត់ថាដាក់ទៅក្រសួងមហាផ្ទៃទៅទៀតប៉ុន្តែក្រសួងមហាផ្ទៃតាមពិតតឡាការទទួលកោជបទទួលឲ្យបណ្ដឹងគាត់នេះប៉ុន្តែពេលដែលគាត់យកបណ្ដឹងទៅដាក់នៅក្រសួងមហាផ្ទៃគេអត់ទទួលទេដោយសារតែគេគិតថាឲ្យទៅតាមផ្លូវតឡាការគេចាត់ការយ៉ាងម៉េចបើអត់ចាត់ការបានយកដំណឹងហ្នឹងជូនទៅក្រសួងមហាផ្ទៃចាត់ការតាមពិតសមហេតុសមផលដែរតែគណៈបកចំនួនថ្មីនេះក៏ចង់ជូនដំណឹងទៅក្រសួងមហាផ្ទៃឲ្យដឹងអំពីក្រមសមត្ថកិច្ចក្រសួងមហាផ្ទៃព្រោះអីអាជ្ញាធរឃុំសង្កាត់ហ្នឹងក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃអីចឹងទៅហើយចឹងគាត់ក៏យកលិខិតហ្នឹងការបណ្ដឹងគាត់ហ្នឹងយកទៅ copy ចម្លងទៅជូនទៅអភិបាលខេត្តតាកែវហ្នឹងទៀតគឺលោកវៃសំណាងដែលដើម្បីឲ្យជ្រាបជាព័ត៌មានដោះស្រាយឲ្យដឹងថាមូលដ្ឋានរបស់លោកហ្នឹងគឺយ៉ាងម៉េចបាទអីចឹងទៅហើយខ្ញុំជឿថានេះគឺជាចំណាត់ការមួយដ៏ត្រឹមត្រូវរបស់គណៈបកចំនួនថ្មីព្រោះការរំលោភបំពានសិទ្ធិសេរីភាពនយោបាយគណៈបកនេះគឺជាការធ្វើទុកបុកម្នេញវាជារូបភាពមួយដែលឲ្យមេឃុំសោះយើងមើលបងប្អូនសាកគិតមើលត្រឹមកម្រិតមេឃុំមានអំណាចបង្ខាំងមនុស្សដោយខុសច្បាប់បានហើយគំរាមវាយខ្នោះអាមឹងដាច់សាច់អីហ្នឹងគឺថាវាខ្លាំងមែនតើត្រឹមកម្រិតមេឃុំមិនទាន់ដល់អភិបាលស្រុកផងមិនទាន់ដល់អភិបាលខេត្តផងមិនទាន់បានដល់រដ្ឋមន្ត្រីផងត្រឹមឃុំសោះគេមានអំណាចអស់ប៉ុណ្ណេះតើយ៉ាងម៉េចទៅវិញរឿងនេះឯងដែលជាខ្ញុំកោតសរសើរមេបកចំនួនថ្មីនេះដែរព្រោះការដែលប្តឹងផ្ដាល់គ្នាតាមផ្លូវនីតិវិធីតុលាការដោយមិនប្រើអំពើហិង្សានេះគឺជាសេចក្តីថ្លៃថ្នូរអនុវត្តតាមគោលច្បាប់ហើយឲ្យដោះស្រាយទៅរឿងការដោះស្រាយគណៈបកប្រជាជនកម្ពុជាគេមិនដែលចោះញោមគណៈបកប្រឆាំងឬក៏លោកមីសវណ្ណរាពីងកាលទេក៏ប៉ុន្តែដោយសារតែនេះគឺជានីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់គឺជារឿងល្អដើម្បីជាការដាស់តឿនក្រានរំលឹកឲ្យដឹងអំពីរបៀបដឹកនាំរដ្ឋរបស់គណៈបកប្រជាជនកម្ពុជានឹងឲ្យគាត់អាម៉ាស់ខ្លួនឯងដែរឲ្យដោះស្រាយទៅមេសិតតែប្រាប់មកថាណែឯងងើបមួយវាយមួយឲ្យតែណែឯងចង់ផ្ដួលរំលំរដ្ឋាភិបាលហើយគាត់ថាបើណែឯងចូលដោះស្រាយតស៊ូមតិតាមការបោះឆ្នោតតាមគណៈបកតាមអីត្រឹមត្រូវគឺគាត់អត់អីហ្នឹងលោកហ៊ុនសែនទៅនិយាយថ្មីហ្នឹងគាត់ថាងើបមួយវាយមួយអ្នកណាដែលធ្វើបដិវត្តពណ៌ចុះឥឡូវគេទៅលើកស្លាកគេទៅសុំដល់សាលាឃុំ2លើកមិនលើកឲ្យមិនឲ្យគឺររឿងបណ្ដោយហើយររឿងឲ្យលុបវីដេអូគេចោលលុបរូបភាពនៅក្នុងទូរស័ព្ទគេចោលបង្ខាំងគេអត់ឲ្យចេញហើយគំរាមវាយខ្នោះឲ្យជេរបតិចអាមឹងដូចពីលផ្លាតផ្សារស្រែកចិត្តហើយជាមេឃុំជាមន្ត្រីជាប់ឆ្នោតអានេះយើងឮពីខាងលោកនីសុភ័ណ្ឌដែលជាប្រធានក្រុមការងារថ្នាក់ជាតិរបស់គណៈបកចំនួនថ្មីនិងលោកមីសវណ្ណរាដែលជាប្រធានបកចំនួនថ្មីនេះបានលើកឡើងអំពីអេរិយាប័ត្ររបស់មេឃុំខៀវជ្រិនដែលគាត់ធ្វើអ្វីតាមអំពើចិត្តបើតាមលោកមីសវណ្ណរាថាបណ្ដឹងនេះគឺគាត់អត់ចង់បានអីទេគឺគាត់ចង់ឲ្យលោកខៀវជ្រិននឹងទទួលខុសត្រូវចំពោះទង្វើផ្ដាច់ការទី1រំលោភដែនសមត្ថកិច្ចរបស់អាជ្ញាធរដែលជាមន្ត្រីរាជការសាធារណៈដែលបម្រើរាជហេតុអីបានជាជាប់ឆ្នោតឲ្យបម្រើប្រយោជន៍សាធារណៈបែរទៅជាយកទូនីតិនឹងផ្ដាច់ការឲ្យគំរាមកំហែងវាយខ្នោះប្រើភាសាអសុរោះធ្វើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌគាត់ចង់ឲ្យកែដោះស្រាយបញ្ហាហ្នឹងដើម្បីកុំឲ្យរឿងនេះវាកើតឡើងដល់ការធ្វើទុកបុកម្នេញដល់ឃុំសង្កាត់អីផ្សេងទៀតសម្រាប់គណៈបកនយោបាយដែលគ្នាកំពុងតែតស៊ូមតិដោយសន្តិវិធីដោយអះអង្សា
ខ្ញុំជឿថារឿងនេះគឺជារឿងត្រឹមត្រូវហើយសង្ឃឹមថានឹងមានដំណោះស្រាយតែយ៉ាងណាយើងចាំមើលតើលោកខៀវជ្រិននឹងបកស្រាយយ៉ាងម៉េចសុំទោសយ៉ាងម៉េចឬក៏ចាត់ការយ៉ាងម៉េចតាមហ្នឹងទៅហើយរឿងនេះកើតឡើងនៅពេលដែលលោក Thomas Andrews កំពុងនៅប្រទេសកម្ពុជាហើយនៅពេលដែលលោកហ៊ុនម៉ាណែតខ្លួនលោកហ្នឹងអួតអំពីសិទ្ធិមនុស្សដែលកំពុងតែយកចិត្តទុកដាក់ខ្លាំងហើយមន្ត្រីរបស់គាត់ហ្នឹងគឺកំពុងតែប្រព្រឹត្តដូច្នេះដែលជាកូតាគណៈបកប្រជាជនកម្ពុជាហ្នឹងបាទឥឡូវខ្ញុំស្លេះរឿងនេះខ្ញុំចូលដល់រឿងមួយទៀតតកតងនឹងលោកតាំងសារដារងការវាយប្រហារប្រមាថពីឃោសនិកគណៈបកកាន់អំណាចក្រោយគាត់ផ្សព្វផ្សាយរឿងអ្នកនៅពីក្រោយមជ្ឈមណ្ឌលឆបបោកអនឡាញនៅតាមបូរីជាច្រើននៅប្រទេសកម្ពុជាដែលកំពុងបើកយ៉ាងកក្រឹកកក្រែងរឿងនេះគឺមែនតើទៅខ្ញុំថាខ្ញុំឃើញឯកសារផ្សាយព័ត៌មានខ្ញុំអានសាវតារឿងនេះបន្តិចដើម្បីឲ្យបងប្អូនដឹងតើលោកសារដាគាត់ផ្សាយអីបានជាធ្វើឲ្យបុគ្គលពីលបាត់ផ្សារនេះគឺរហូតដល់ប្រមាថកាត់ទៀនដល់ក្រុមគ្រួសាររបស់គាត់ជាលើកទី2មិនមែនលើកទី1លើកទី1ដំបូងនោះដោយសារបុគ្គលពីលបាត់ផ្សារនេះណាធ្វើឲ្យពិភពលោកស្គាល់កម្ពុជាច្បាស់ជាប្រទេសអាស្រូវព្រោះអីបុគ្គលនេះគម្រាមសម្លាប់លោកតាំងសារដាគាត់ដាក់ថាអញ្ចឹងកាលពីថ្ងៃទី28ខែកក្កដានៅលើ Facebook មួយឈ្មោះថាតាំងសារដាហ្នឹងគាត់សរសេរថាហើយមានរូបថត3សន្លឹកមានរូបថតលោកហ៊ុនតូលោកជួននរិនហើយនិងលោកផែងវណ្ណៈដែលនៅជុំគ្នាក្នុងពិធីអាចនឹងពិធីជប់លៀងឬអីអញ្ចឹងគាត់ដាក់ថាប្រភពពីមន្ត្រីសមត្ថកិច្ចថ្នាក់ក្រោមក្នុងខណ្ឌដង្កោព្រមទាំងពលរដ្ឋជាច្រើនបានសម្ដែងក្តីបារម្ភយ៉ាងខ្លាំងថាបុរីមួយចំនួនក្នុងខណ្ឌនេះបាទបុរីមួយចំនួនក្នុងខណ្ឌនេះកំពុងលាក់បាំងសកម្មភាពឆបោកអនឡាញដែលនាំឲ្យប្រជាពលរដ្ឋប្រកបរបរអាជីវកម្មលក់ដូរផ្សេងៗមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់ប្រពន្ធដដែលឲ្យដឹងថាអធិការខណ្ឌឈ្មោះជីមសថាគឺជំរុញឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយសំទោសប្រពន្ធដដែលឲ្យដឹងថាអធិការខណ្ឌឈ្មោះជីមស៊ីថាហាក់មានការព្យាយាមលាក់បាំងលើបញ្ហានេះពលរដ្ឋខ្មែរក្នុងខណ្ឌនេះជំរុញឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយនឹងមន្ត្រីប៉ូលីសអាមេរិក FBI បើកការស៊ើបអង្កេតស៊ីជម្រៅដើម្បីនាំខ្លួនជនដែលដៃដល់ទាំងនោះមកផ្ដន់ទោសតាមផ្លូវច្បាប់បុរីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការលាក់បាំងអំពើអក្រិតកម្មឆបោកអនឡាញនៅក្នុងខណ្ឌដង្កោទាំងនោះរួមមានទី1បុរីច័ន្ទគិរីទី2បុរីពេងអឹមទី3គឺបុរីពិភពថ្មីគួរស្រូវ1គួរស្រូវ2និងគួរស្រូវ3និងទី4គឺបុរីជីបម៉ុង50ម៉ែត្រហើយគាត់ក៏បានបង្ហោះរូបភាពនឹងដាក់នៅពីក្រោយកាងអីអញ្ចឹងអាចនៅក្នុងន័យហ្នឹងមានលោកផៃវណ្ណៈស្រាប់តែបានប្រហែលជាមួយថ្ងៃនេះគឺជាសារដែលលោកផៃវណ្ណៈផ្ញើសំទោសឲ្យបងប្អូនតាមពិតខ្ញុំអត់មានគណនីបុគ្គលបាត់ផ្សារនេះទៀតទេព្រោះអីខ្ញុំប្លុកគាត់ចោលអស់ហើយខ្ញុំអត់អាចមើលបានទេខ្ញុំប្លុកគេចោលខ្ញុំក៏មើលគេមិនបានគេក៏មើលខ្ញុំមិនបានដែរប៉ុន្តែលោកសារដាគាត់បាន share ព័ត៌មាននេះមកឲ្យខ្ញុំតាមរយៈ Facebook របស់ខ្ញុំហ្នឹងក៏ដាក់រូបមានផៃវណ្ណៈហ្នឹងលោកផៃវណ្ណៈហ្នឹងគឺសរសេរសារបែបនេះនៅលើគេ Facebook ឈ្មោះផៃវណ្ណៈហ្នឹងថាអញ្ចេះយករូបថតប្រពន្ធរបស់លោកសារដាហើយនឹងលោកសារដាហ្នឹងហើយគាត់សរសេរដូច្នេះចេះថានាងជាប្រពន្ធតាំងសារដាពេលនៅស្រុកខ្មែរជាស្រីរស់ស៊ីលក់ខ្លួនលុះបានទៅនៅអាមេរិកក៏លក់ខ្លួនដែរតាំងសារដាបានយកធ្វើជាប្រពន្ធបន្ទាប់ពីយកនាងទៅនឹងភាសាអសរោះច្រើនមែនតើខ្ញុំអត់ចង់អានទេបងប្អូនតែខ្ញុំអាភាសាអសរោះហ្នឹងគឺវាពិបាកបច្ចុប្បន្នទោះបីជានាងខ្លាយជាប្រពន្ធតាំងសារដាហើយក៏ដោយក៏នាងនៅតែលួចមកដេកជាមួយនឹងប្រុសអាកាំងដើម្បីរកលុយដែរប្រភព FBI នៅអាមេរិកប្រាប់ខ្ញុំមែនតើទៅអត់ភ្ញាក់ផ្អើលនឹងភាពពីលបាតផ្សាររបស់បុគ្គលបាតផ្សារមួយនេះទេតកតងនឹងការដែលលៀបពណ៌ការនឹងអីអញ្ចឹងណាគាត់អាចនឹងមួម៉ៅនឹងលោកតាំងសារដាផ្សាយពីរឿងមជ្ឈមណ្ឌលឆបោកនៅបរិយហើយដែលមានលោកផៃវណ្ណៈនៅកាងនៅអីជាមួយក្រុមលោកហ៊ុនតូជាមួយលោកជួននរិនអីចឹងលាក់នឹងលាក់ចឹងណាខ្ញុំឆ្ងល់រឿងមួយខ្មែរយើងគេហៅថាគោតបៅខ្នងក្អែកហើរំលងរំសាយកន្ទុយចោះបើសិនជាលោកផៃវណ្ណៈគាត់គិតថាគាត់មិនពាក់ព័ន្ធនឹងអក្រិតកម្មទាំងអស់ហ្នឹងទេ
ពន្យល់ទៅសរសេររៀបរាប់ពន្យល់ទៅថាគាត់មិនពាក់ព័ន្ធនេះមិនពាក់ព័ន្ធនោះការផ្សាយព័ត៌មាននេះគឺមិនពិតអីចឹងទៅឧទាហរណ៍ហេតុអីបានជាយកឱកាសទៅវាយប្រហារដល់ក្រុមគ្រួសាររបស់គេប្រពន្ធរបស់គេលាក់នឹងលាក់ជាអំពើថោកទាបមែនតើថោកទាបតែនិយាយទៅព្រោះបុគ្គលនេះថោកទាបមកយកគាត់ថានេះវាថោកទាបពេកហើយខ្ញុំមែនតើខ្ញុំនិយាយស្មោះបងប្អូនខ្ញុំតលន់នឹងយកឈ្មោះបុគ្គលនេះមកនិយាយណាប៉ុន្តែខ្ញុំសូមអធិស្ឋានដោយសារតែរឿងនេះវាគាត់ខ្លាចជាបញ្ហាប្រភពព័ត៌មានដែលធ្លាប់ឲ្យមានរឿងនេះចឹងហើយបានខ្ញុំត្រូវតែយកឈ្មោះគាត់មកនិយាយនឹងខ្ញុំខ្ពើមក៏ប៉ុន្តែឥឡូវនេះខ្ញុំនិយាយនេះគឺក្នុងន័យថាទីមួយគឺគាត់យកបរិហាគេផ្សព្វផ្សាយព័ត៌មានមិនពិតពីក្រុមគ្រួសារប្រពន្ធរបស់គេមានតាក់តងអីនឹងប្រពន្ធរបស់គេមានតាក់តងអីរឿងលោកសារដាផ្សាយអីគឺយើងដោះស្រាយបញ្ហាការផ្សាយរបស់គាត់ទៅតបនឹងព័ត៌មានរបស់គាត់ផ្សាយទៅហេតុអីបានជាមកររឿងទៅលៀបពណ៌ទៅប្រឌិតព័ត៌មានតាក់តងនឹងរឿងភរិយារបស់គេមានសហាយស្មន់មានប្រុសឯណាចេះតាកុហកហើយទៅយកពាក្យមួយទៀតថាបានប្រភពពី FBI របស់សហរដ្ឋអាមេរិកនេះជាកំហុសធ្ងន់ណាស់របស់បុគ្គលផែនវណ្ណៈនេះព្រោះ FBI របស់អាមេរិកនេះណាគេមិនដែលទៅប្រាប់ប្រភពអស់លោកនៅស្រុកខ្មែរនឹងហើយលោកផែនវណ្ណៈក៏ដឹងខ្លួនដែរលោកនៅក្នុងបញ្ជីខ្មៅរបស់ FBI អាមេរិកបើជន់ទឹកដីអាមេរិកតាម1មីលីម៉ែត្រហ្នឹងគេចាប់ដាក់គុកបាត់ទៅហើយព្រោះអីតាំងពីគាត់គម្រាមសម្លាប់លោកតាំងសារដាមកតាំងពីឆ្នាំប្រហែលនោះដែលនេះហ្នឹងគឺរហូតក៏ក្រើកពេញពិភពលោកគេផ្សាយអំពីការដឹកនាំរដ្ឋហើយថាមនុស្សរបស់គណៈបកប្រជាជនកម្ពុជានៅរដ្ឋាភិបាលគឺលោកផែនវណ្ណៈនេះគឺគម្រាមកំហែងគេបានស្រាចិត្តមន្ត្រី FBI នឹងមានឈ្មោះរបស់លោកផែនវណ្ណៈនៅក្នុងបញ្ជីខ្មៅគេយូរទៅហើយគាត់ថាគេមិនចាត់ការអីនៅក្នុងស្រុកខ្មែរបានដោយសារវិជាដែនអធិបតេយ្យរបស់ស្រុកខ្មែរប៉ុន្តែបើចូលទឹកដីសហរដ្ឋអាមេរិកតាមជំហានគឺគេនឹងចាប់ដាក់គុកបាត់ហើយគេឯណាទៅចែករំលែកប្រភពស្អីជាមួយលោកផែនវណ្ណៈអំពីគ្រួសារលោកតាំងសារដាដែលរងការធ្វើទុកបុកម្នេញគំរាមសម្លាប់ពីលោកផែនវណ្ណៈអូមន្ត្រី FBI អាមេរិកនឹងលមាស់មាត់ទៅប្រាប់លោកផែនវណ្ណៈអំពីជនរងគ្រោះការរកសម្លាប់គេពីមុនមកដែលនៅក្នុងនេះអាមេរិកហ្នឹងចេះតាកុហកចេះតាបោកប្រាស់ហើយអានេះគឺជារឿងគេហៅថានៅមិននៅយកជាប់ភ្នៅមកបៀតក្លៀកខ្លួនឯងទេយើងទៅយកស្ថាប័ន FBI មួយយើងថាបានប្រភពពី FBI រួចទៅយើងទៅប្រាប់ថា FBI គេ HO ជែកចូលអីទៅប្រាប់យើងគឺយើងបំផ្លាញស្ថាប័នគេមួយថាស្ថាប័នគេហ្នឹងគឺទៅស្ដាប់មន្ត្រីគណៈបកប្រជាជនកម្ពុជានេះគឺយើងកំពុងតែបរិហាគេស្ថាប័ន FBI ទៅទៀតហើយជាទោសកំហុសធ្ងន់មួយទៀតដែលមិនអាចនឹងអត់ឱនបានទេបើ FBI គេរកឃើញថាយើងទៅយកស្ថាប័នគេទៅលៀបពណ៌គឺយើងនឹងដឹងថាអត់រួចខ្លួនទេព្រោះយើងឥឡូវហ្នឹងទៅថាអាកាលលើកមុនយើងគម្រាមសម្រាប់លោកតាំងសាដានៅខ្មែរគេមិនធ្វើអីគាត់បានទេតែមកអាមេរិកគេក្បួចប៉ុន្តែឥឡូវទៅយកអាស្ថាប័ន FBI ដែលជាស្ថាប័នកម្ពុជាជាតិរបស់អាមេរិកទៅលៀបពណ៌ខែថាផ្ដាល់ព័ត៌មានឲ្យគាត់ពីរឿងប្រពន្ធលោកតាំងសារដាមានសហាយស្មន់នៅឯណា FBI គេធ្វើការងាររាក់កំផែលដោយការគិតរបស់លោកមែនយើងទៅប្រមាថស្ថាប័ន FBI តែខ្ញុំថាវាថាដូចថាខ្ញុំអត់ចង់និយាយទេវារាក់កំផែលពេកក៏ប៉ុន្តែរឿងនេះគឺបុគ្គលនេះកំពុងតែប្រព្រឹត្តកំហុសម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអត់រៀងចាលយើងអាចនៅបាននៅស្រុកខ្មែរដោយសារតែមានការកាងមានការការពារពីមន្ត្រីគណៈបកប្រជាជនកម្ពុជាអីទេបើសិនជានៅស្រុកគេនេះងាប់ហើយនឹងជាប់គុកនឹងប្រមាណតបាត់ហើយក៏ប៉ុន្តែរឿងនេះគឺអញ្ចេះខ្ញុំចាប់ផ្ដើមពេលដែលបុគ្គលពីលបាត់ផ្សារនេះចាប់ផ្ដើមវាយប្រហារលោកតាំងសារដាហើយរករឿងណានៅពេលដែលលោកតាំងសារដានិយាយអំពីការឆោបបោកនៅស្រុកខ្មែររឿងមួយគឺអាចត្រូវនឹងចំណុចរសើបមនុស្សនៅស្រុកខ្មែរនេះតែប៉ះចំណុចរសើបរបស់ខ្លួនគឺលុតជើង3ជើង4ណាអញ្ចឹងបានន័យថាគេហៅថាគោតបៅខ្នងក្អែកហៅរំលងរំសាយកតុយបានន័យថាមានខ្លួននឹងខ្ញុំនិយាយបើគាត់អត់ប្រតិកម្មបែបហ្នឹងគាត់អត់មានខ្លួនអញ្ចឹងគាត់បកស្រាយទៅមានអីគាត់មកជេរគាត់ទៅយករឿងប្រពន្ធគេយកមករករឿងអីអញ្ចឹងអានេះរឿងទី1រឿងទី2ខ្ញុំឆ្ងល់អញ្ចេះលោកផៃវណ្ណៈហ្នឹងគឺជាឃោសនាផ្កាប់មុខរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាហើយប្រមាណសប្តាហ៍កន្លងមកនេះឃើញក្រុមតាមបណ្ដាញសង្គមនឹងកាត់រូបកាត់អីតថាលោកសារដានឹងចូលគណៈបកប្រជាជនហើយស្អីណាលក់ក្បាលលក់ខ្លួនអីឲ្យគណៈបកប្រជាជនអីអញ្ចឹងទៅតែខ្ញុំឆ្ងល់ថាហេតុអីបានជាអ្នកដែលលក់ក្បាលឲ្យគណៈបកប្រជាជនរូបនេះត្រូវបានឃោសនិករបស់គណៈបកប្រជាជនកម្ពុជាផ្កាប់មុខនៅស្រុកខ្មែរមករករឿងគាត់ទៅវិញហើយហេតុអីបានជាអ្នកលក់ក្បាលឲ្យគណៈបកប្រជាជនកម្ពុជារូបនេះ
លោកតាំងសារដានេះទៅប្រឹងផ្សាយអំពីការឆបោកអនឡាញនៅស្រុកខ្មែរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលទៅអីព្រោះក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលដែលអសមត្ថភាពនេះឯងដែលធ្វើឲ្យអំពើឆបោកអនឡាញនេះក៏ក្រើកចុះបើលោកសារដាចូលទៅគណៈបកប្រជាជននេះហេតុអីបានជាលោកទៅរិះគន់គណៈបកនេះម៉ោងនេះប្រហែលជាគាត់ត្រូវសរសើរគណៈបកប្រជាជនកម្ពុជាគ្រប់ម៉ាត់ពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញនឹងបានប្រសិទ្ធភាពក៏កំតិចបានប៉ុណ្ណេះកន្លែងមិនមែនទៅផ្សាយអញ្ចឹងទេមិនអញ្ចឹងទេខ្ញុំឆ្ងល់ទេបងប្អូនតែការគិតរបស់បងប្អូនយ៉ាងណាធ្វើតទៅទៀតទៅខ្ញុំគ្រាន់តែគិតថាបុគ្គលផែនវណ្ណៈនេះគាត់យកជាប់ភ្នៅមកទ្បៀតក្លៀកមួយទៀតគឺនៅក្នុងការដែលបរិហាគេស្ថាប័នប៉ូលីសអន្តោប្រវេសន៍ឬក៏ប៉ូលីសអន្តោប្រវេសន៍ប៉ូលីសFBI សម្ងាត់របស់អាមេរិកដែលរឿងនេះខ្ញុំជឿថាប្រហែលជាគាត់គិតថាអ្វីដែលគាត់ធ្វើពីមុនមកនឹងមិនសូវណាចាត់ការអីកាលមុនលោកសារដាគាត់ដឹងផ្ដល់អីទៅវាបានតែត្រឹមលោកសារដាប៉ុន្តែនេះស្ថាប័ន FBI ដែលជាស្ថាប័នធំមួយហើយទៅយើងទៅបំផ្លាញគេអញ្ចឹងបង្ខូចគេអញ្ចឹងហើយក៏គិតថារួចខ្លួនណាតាមពិតយើងទាំងអស់គ្នាអ្នកដែលគ្រប់គ្រងគណៈបកប្រឆាំងឬក៏អ្នកដែលមិនពេញចិត្តរដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាគួរអរគុណលោកផៃវណ្ណៈយើងទាំងអស់គ្នាអ្នកណាដែលចង់ឲ្យមានការផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនៅកម្ពុជាគួរតែអរគុណលោកផៃវណ្ណៈព្រោះដោយសារភាពពីលបាតផ្សារនិងប្រទេសផ្ដាស់របស់គាត់នេះឯងដែលធ្វើឲ្យមុខមាត់គណៈបកប្រជាជនកម្ពុជានិងមុខមាត់រដ្ឋាភិបាលកម្ពុជានឹងវាអាស្រូវលើឆាកអន្តរជាតិតែម្ដងហើយដល់ពេលអាស្រូវគឺគេដាក់ទណ្ឌកម្មគេររឿងទៅធ្វើឲ្យគណៈបកប្រជាជនកម្ពុជាលំបាកហើយតាលំបាកហ្នឹងគឺឈានទៅរកការលលាយការដែលបរាជ័យអីអញ្ចឹងទៅប្រជាពលរដ្ឋថ្នាក់អីហ្នឹងគឺអរគុណលោកផៃវណ្ណៈបានត្រូវព្រោះគាត់ធ្វើនេះគឺដើម្បីតាមពិតគាត់ចង់ការពារគណៈបកកណ្ដាលអំណាចតែវាជាការបំផ្លាញគណៈបកនេះដោយក្នុងន័យមួយក្នុងពេលតែមួយហ្នឹងឯងអញ្ចឹងហើយបានថាគួរអរគុណគាត់ទៅដែលខំជួយបំផ្លាញគណៈបកប្រជាជននិងរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិដែរបើកុំបានលោកផៃវណ្ណៈគម្រាមសម្រាប់លោកតាំងសារដាហ្នឹងណាកុំអីក៏អត់មានបរទេសសហព័ន្ធមានអន្តរជាតិអីគេថ្កោលទោសរបៀបដឹកនាំរដ្ឋនៅកម្ពុជារដ្ឋាភិបាលខ្មែរដែរតែគាត់ថាភាពចង្រៃរបស់លោកផៃវណ្ណៈនេះឯងហើយដែលធ្វើឲ្យរបៀបដឹកនាំរដ្ឋយើងកាន់តែរិចរិលដល់ពេលឆ្លោះគ្នាព្រំដែនអត់មាននរណាថ្កោលទោសថៃមួយម៉ាត់ព្រោះគេគិតថាចរិតរបស់ថ្នាក់ដឹកនាំដោយតែលោកផៃវណ្ណៈដោយតែក្រុមគេហ្នឹងគឺបាត់ផ្សារអញ្ចឹងទៅគឺវាខុសរបៀបអញ្ចឹងទៅវាធ្វើឲ្យយើងឯកោចេះទៅវិញណាវាអកុសលគឺជួយបំផ្លាញគេឈ្មោះរដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាប៉ុន្តែវាទៅជាចង្រៃដល់ដែនអធិបតេយ្យយើងនិងជំនួយអន្តរជាតិឬក៏ការជួយយើងទៅវិញណាវាខាតប្រយោជន៍ប្រជាពលរដ្ឋ18លានអ្នកទៅវិញបាទឥឡូវខ្ញុំទុកការងារហ្នឹងទុកឲ្យលោកសារដាគាត់ដោះស្រាយទៅព្រោះអីតកតងនឹងការទី1គឺប្រមាថការទៀនភរិយារបស់គាត់ដែលជាទីស្រឡាញ់ខ្ញុំស្គាល់ភរិយារបស់លោកតាំងសារដាដូចថាលោកតាំងសារដាជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំក្រុមគ្រួសារគេល្អក្រុមគ្រួសារគេថ្លៃថ្នូរក្រុមគ្រួសារគេរកទទួលទានតាមសមាអាជីវៈមិនក្បត់ឧត្តមគតិដល់ពេលយើងខឹងគេយើងទៅរករឿងក្រុមគ្រួសារគេយើងថោកទៀតមែនតើខ្ញុំឆ្ងល់ថាបងប្អូនហេតុអីបាននៅតាមព័ត៌មានជនបាតផ្សារនេះតទៅទៀតខ្ញុំពងតែឆ្ងល់បើខ្ញុំវិញប្លុកអស់ហើយខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានឹងប្លុកអ្នកណាដែលជេរបតិចបាតផ្សារអីប្លុកចោលឲ្យអស់ព្រោះអ្នកទាំងអស់នេះអត់ត្រូវការមានតម្លៃអីបន្តិចយកមកពិចារណាតែខ្ញុំលើកឈ្មោះមកនិយាយនេះដោយសារតែគាត់ជ្រុលដល់ថ្នាក់ដែលទៅបរិហាស្ថាប័ន FBI របស់អាមេរិកហើយខ្ញុំក៏ជាជនជាតិអាមេរិកដែរខ្ញុំក៏ការពារស្ថាប័ន FBI នេះដែរគេមិនភ្លើផ្ដេសផ្ដាស់រហូតដល់ទៅផ្ដាល់ព័ត៌មានរបៀបយើងប្រឌិតអីហើយធ្វើឯងនឹងសើអីណាមានប្រភពព័ត៌មានពី FBI មានប្រភពព័ត៌មានក្នុងការចាប់ខ្លួនលោកផៃវណ្ណៈទៅវិញទេនៅពេលដែលមកដល់ស្រុកអាមេរិកនោះអាហ្នឹងខ្ញុំជឿបើតាដល់ពេលអញ្ចេះវិញគឺជាការបោកប្រាស់លួងចិត្តខ្លួនឯងថាខ្លួនឯងនឹងមានទំនាក់ទំនងជាមួយនឹងប៉ូលីសសហព័ន្ធអាមេរិក FBI តាមពិតរាល់ថ្ងៃកំពុងតែភ័យទេនៅស្រុកខ្មែរហ្នឹង FBI ទៅដល់មាត់ចដាលហើយមន្ត្រីដែលជាប់នៅក្នុងបញ្ជីខ្មៅដែលអាមេរិកនឹងក៏បួចតកតងនឹងការឆបោកអនឡាញហ្នឹងគឺសុទ្ធតែក្រុមអស់លោកនៅក្នុងស្រុកខ្មែរមកកណកដឹកដែលកំពុងម៉ោងហ្នឹងមិនដឹងជាគិតកញ្ញាញ់ខួរយ៉ាងម៉េចទៅច្រកណារត់ទៅច្រកណាផងហើយទៅមកនិយាយពីរឿង FBI មកជួយខ្លួនឯងនៅក្នុងការរករឿងលោកតាំងសារដាណាទៅវិញអើយចិត្តតែមានណាបាទឥឡូវកោតក្រ Nagawal ឯនោះវិញចេញបន្តតវ៉ារកយុត្តិធម៌ផ្នែកសិទ្ធិការងារគម្រប់1685ថ្ងៃពន្លឺយុត្តិធម៌នៅឆ្ងាយដូចជើងមេឃកំសត់ណាស់បងប្អូន1685ថ្ងៃ
តវ៉ា1685ថ្ងៃអត់មានដំណោះស្រាយបងប្អូន1685ថ្ងៃបើយើងចែកជាខែជាឆ្នាំមួយឆ្នាំ365ថ្ងៃអញ្ចឹងយកអា1685ថ្ងៃចែកនឹង365ថ្ងៃទៅឃើញ4ឆ្នាំ6ខែជាងហើយ4ឆ្នាំកន្លះជាងហើយដែលគ្នាតវ៉ាហើយអ្វីដែលតវ៉ាគួរឲ្យឈឺចាប់ស្រក់ទឹកភ្នែកគឺតវ៉ារកសិទ្ធិសហជីពសិទ្ធិកម្មករសិទ្ធិពលករនៅ Nagawal នៅចំមុះពេលដែលលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចុះទៅបំពេញទស្សនកិច្ចដើម្បីដឹងអំពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាហើយកំពុងតែជួបលោកហ៊ុនម៉ាណែតនៅថ្ងៃជាមួយនឹងដែលលោកហ៊ុនម៉ាណែតអួតថាសេរីភាពប្រជាពលរដ្ឋនៅប្រទេសកម្ពុជាគឺមានការយកចិត្តទុកដាក់សម្បើមពីរដ្ឋាភិបាលកម្ពុជានៅចំមុះគាត់នៅក្បែរគាត់ហ្នឹងគឺគេតវ៉ា1685ថ្ងៃអត់បានយុត្តិធម៌លោកអត់មើលថ្ងៃហ្នឹងឃើញពលតកក៏បានដើរហាយក្បួនបន្តិចទៅហើយក៏មានប្រធានសហជីពជាច្រើនតែជាប្រធានសហជីពសេរីទៅជួយលើកទឹកចិត្តឲ្យខ្ញុំក៏កោតសរសើរប្រធានសហជីពទាំងអស់នឹងដែរទៅជួយគ្នាលើកទឹកចិត្តគ្នាទៅគ្នាតវ៉ាយូរឆ្នាំហើយនៅក្នុងនោះគឺបើតាមឃើញគឺមានស្ត្រីឆ្នើមរបស់យើងនៅក្នុងសហគមន៍ហ្នឹងគឺយើងឃើញលោកស្រីយ៉ាងសុភ័ណ្ឌលោកស្រីឧទេផលីនលោកខុនថារ៉ូលោកវុនពៅដែលបងប្អូនស្គាល់ហើយគឺជាអ្នកតស៊ូឯករាជ្យតា3 4និយាយទៅអង្គការសហជីពឯករាជ្យរាប់ម្រាមដៃសឹងថាមិនសឹងថាតាមជាហៀងហ្នឹងរាប់ទៅបានតែប៉ុណ្្នឹងដែលគេថាមាន6000សហជីពនៅស្រុកខ្មែរហ្នឹងសហជីពដែលឯករាជ្យឈឺឆ្អាលរឿងសិទ្ធិសេរីភាពកម្មករពលករអីហ្នឹងមានប្រហែល4 5ហ្នឹងឯងអា5 6000ទៀតហ្នឹងគឺជាស្អីប្រថាប់ត្រាឲ្យគេហ្នឹងអញ្ចឹងអ្នកស្រីលោកស្រីយ៉ាងសុភ័ណ្ឌគឺជាប្រធានសហព័ន្ធសហជីពកម្ពុជាហៅកាត់ថាកាទូអ្នកស្រីឧទេផលីនគឺជាប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាលោកវុនពៅជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅថា IDEA និងលោកខុនតារ៉ូជាមន្ត្រីសិទ្ធិការងារឬក៏ជាអ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសហព័ន្ធសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាអង្គការសង្ត្រាល់ពួកគាត់ទៅឈរថ្លែងសារជួយបន្តដើម្បីលើកទឹកចិត្តឲ្យអ្នកតវ៉ាអត់មានយុត្តិធម៌សម្រាប់គាត់ហើយតើសិទ្ធិមនុស្សនៅឯណាខ្ញុំកំពុងតែឆ្ងល់ជូនពរឲ្យខាង Nagawal នឹងរកកោះត្រើយឃើញចោះហើយខ្ញុំសរសើរនឹងការតស៊ូរបស់គាត់ដោយអហិង្សានេះគឺ1685ថ្ងៃបាទឥឡូវបន្តទៅទៀតបងប្អូនក្រសួងបរិស្ថានពឹងមេធាវីឲ្យជួយកោះហៅសកម្មជនបរិស្ថានលោកម៉ាចត្រាចូលបំភ្លឺរឿងផ្សព្វផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ស្អីក៏មានដែរខ្មែរលោកម៉ាចត្រាគាត់ទៅចាប់កាក់ឡានដឹកឈើនៅក្នុងព្រៃឡង់ទាំងយប់បថុយប្រឋានគ្រោះថ្នាក់ទៅទាញខាងខាត់ឡានហ្នឹងទៅពួកខាងអ្នកដឹកឈើហ្នឹងប្រទះជ្រៀកហើយហ្នឹង280ប្រទះជាងទម្លាក់ចោលទាំងយប់ទេទៅហៅមន្ត្រីបរិស្ថានគេថារវល់ក្រោយមកគេមកដល់គេប្រាប់ថាគេចាត់ការចាត់អីចឹងទៅឃើញក្តារហ្នឹងសល់តែប្រហែល50សន្លឹកអីមិនដឹងហើយរីកាហ្នឹងខុសគ្នាពីខុសព្រៃឡង់រីកាផ្សេងក្រុមប៉ូលីសអាមន្ត្រីបរិស្ថានហ្នឹងរីកាផ្សឹងថាអូយញ៉ៃមែនតើដល់ពេលប្រហែលម្សិលមិញហ្នឹងខាងក្រុមព្រៃឡង់ហ្នឹងទៅដាក់ពាក្យប្តឹងទៀតប្តឹងអ្នកណាកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ទៀតហើយជាអ្នកស្ម័គ្រចិត្តដល់ពេលថ្ងៃនេះដឹងមិនហិចទេខាងក្រសួងបរិស្ថានគេជួលមេធាវីគេពឹងមិនមែនជួលព្រោះនៅក្រសួងបរិស្ថានគេមានមេធាវីតែជួលក៏ដូចជួលដែរព្រោះមេធាវីហ្នឹងស៊ីប្រាក់ខែរបស់រាជឲ្យធ្វើការឲ្យក្រសួងបរិស្ថានឲ្យមេធាវីចេញលិខិតអញ្ជើញលោកម៉ាចត្រាឲ្យទៅចូលបំភ្លឺតាក់តងនឹងផ្សាយព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ខ្ញុំតាមពិតវាហួសចិត្តរឿងថាប្រជាប្រដ្ឋសហគមន៍ដាក់ពាក្យប្តឹងទៅអាជ្ញាធរទៅក្រសួងបរិស្ថានអំពីការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃព្រៃឡង់តែព្រៃឡង់ព្រៃឈើព្រៃឡង់ជាងការរកដំណោះស្រាយរឿងកាត់បំផ្លាញព្រៃឈើទៅយកមេធាវីមកគម្រាមកំហែងគ្នាទៀតហេតុអីបានជាយើងចាំបាច់ទៅហៅមេធាវីឲ្យចេញលិខិតទៅហៅគេមកបំភ្លឺគេចង់ប្រាប់ថាម៉េចក្រសួងបរិស្ថានគេចាត់ការអីគេធ្វើតាមច្បាប់តាមទម្លាប់
វាឆ្កងពេកពួកអីគាត់ថាហៅលោកម៉ាចត្រានៅស្រុកខ្មែរទៅដើរទៅដល់ផ្ទះគាត់ក៏បានដែរទៅហៅមន្ត្រីសមត្ថកិច្ចចុះទៅជួបក៏បានដែរខាងបរិស្ថានហ្នឹងនេះគឺក៏ហៅតាមលិខិតអញ្ជើញរបស់មេធាវីទៀតមើលទៅដូចថាអស្ចារ្យមែនតើគឺគេអញ្ជើញយើងណាគេគោរពយើងខ្លាំងណាគេមានច្បាប់គេមានស្អីទម្លាប់គេមានមេធាវីមានអីកុំឲ្យតែចេះតែថាប៉ុន្តែរឿងនេះរូបភាពនេះវាអាក្រក់មែនតើហេតុអីបានចាំបាច់ទៅពឹងមេធាវីស្អីក្រសួងបរិស្ថានមន្ត្រីនឹងអត់មានសិទ្ធិសម្រាប់ចុះទៅហៅអ្នកណាមកបានទេអញ្ចឹងអាញាធរគ្រាន់តែទៅចុះបង្ក្រាបគេនោះគឺយើងចាំបាច់ហៅមេធាវីទៅអីគឺថាអូយធ្វើអីឲ្យតែអាក្រក់មើលហ្នឹងតែណាហើយធ្វើក៏ធ្វើទៅឥឡូវលោកម៉ាចត្រាហ្នឹងបើបានគេក៏ហៅហ្នឹងក៏ពួកគាត់សិតតែអ្នកដែលស្មោះត្រង់នឹងជាតិទៅគ្មានស្អីខ្លាចទេគ្រាន់តែថារឿងនេះវាមើលទៅដូចជាសក្គាតិចបន្តិចមានមេធាវីមានអីចាត់ចែងអីដូចជាសម្បើមដូចថាមើលទៅគឺធ្វើឲ្យវារៀងកក្រឹកក្រែងផ្លូវច្បាប់ហ្នឹងហើយតែតិចទៀតទៅឡាយតែដោះស្រាយបញ្ហានីតិវិធីផ្លូវច្បាប់ហ្នឹងព្រៃឈើគេកាប់អស់ទៀតនៅវល់នឹងរឿងហ្នឹងទៅជជែកទៅគិចរហូតហើយស្អីទេតែនិយាយទៅគេថាយើងនឹងរិះតគុណគេតែរឿងយើងហ្នឹងអូនិយាយពីធ្វើដដែលហ្នឹងអត់ទៅឆ្ងាយទេឥឡូវចុងក្រោយបងប្អូនធនាគារនៅកម្ពុជាមួយកំណត់ឲ្យអតិថិជនដកប្រាក់មិនឲ្យលើស$20000និងដកបានទាល់តែចាំធនាគារហៅចំឈ្មោះនេះគឺជាសញ្ញាណមួយនៃបញ្ហានៅធនាគារដែរព្រោះអីយើងមើលទៅគឺមុននេះធនាគារ2ហើយដែលបិទមានធនាគារ Hoi One Pay នឹងមួយធនាគារ Hoi One របស់លោក Gen Z ហើយក្រុមហ៊ុន Hoi One Pay អីហ្នឹងក្រោយមកក៏មាន Panda ធនាគារ Panda ធនាគារពាណិជ្ជហ្នឹងក៏បិទខ្សែធនអីទៅដែរឥឡូវចូលដល់ធនាគារទី3នេះមិនមែនជារឿងខ្សែធនទេប៉ុន្តែសេចក្តីជូនដំណឹងបែបនេះធ្វើឲ្យគេសង្ស័យថាធនាគារនេះអាចមានបញ្ហារឿងធនហើយព្រោះអីធនាគារនេះឈ្មោះថាធនាគារ APD Asia Pacific Development ឬសូថាជាប់មានសាច់សាររហិតលោកមិញខិនណានោះទៀតតែខ្ញុំមិនខ្វល់នឹងជាប់សាច់ណាទេសំខាន់គឺធនាគារអាចមានបញ្ហាសាច់ប្រាក់ដឹងនៅពេលដែលប្រាប់ថាគាត់ជូនដំណឹងចេះថាអតិថិជនជាទីគោរពធនាគារ APD សូមជម្រាបថាចាប់ពីថ្ងៃ29កក្កដាវេលាម៉ោង11:59នាទីយប់តទៅគោលការណ៍ផ្ទេរប្រាក់តាមបាគង KHQR ប្រចាំថ្ងៃចំនួន$500អាមេរិកនិងការដកប្រាក់ចំនួន$10000អាមេរិកសម្រាប់ប្រាក់បញ្ញើមានការកំណត់ដែលបានកំណត់នឹងត្រូវលុបចោលបាននេះលែងឲ្យដកឲ្យតាម500មួយថ្ងៃក៏លែងឲ្យដក10000ដែលធ្លាប់ដកបានពីមុនក៏ដកក៏ឈប់ដែរគេបិទអាហ្នឹងសិនក៏ប៉ុន្តែគាត់ថាបិទអាហ្នឹងគឺចាប់ពីដើមខែនេះទៅដើមខែចាប់ពីថ្ងៃទី31កក្កដានេះទៅអ្នកអតិថិជនអាចដកលុយតាមប្រព័ន្ធថ្មីវិញតែប្រព័ន្ធថ្មីហ្នឹងគឺត្រូវដកបានមិនឲ្យលើសពី$20000ទេបើចង់ដកហើយបើដកហ្នឹងគឺទាល់តែធនាគារហៅមកឲ្យដកមិនមែនចេះមកដកបានស្រេចចិត្តទៅទៀតហើយហៅហ្នឹងទៅហៅតាមអក្សរក្រមនៃឈ្មោះអតិថិជនតាមជាភាសាអង់គ្លេសហ្នឹងទៀតអ្នកណាគេហៅមកតាមលំដាប់អក្សរ ABC អីអញ្ចឹងមកអញ្ចឹងនៅក្នុងន័យនេះបើយើងមើលគឺអាចនឹងមានបញ្ហាបច្ចេកទេសនៅក្នុងធនាគារក៏ថាបានតែធនាគារអត់បាននិយាយថាបច្ចេកទេសអីទេតែអាចនឹងខ្វះសាច់ប្រាក់ហើយក៏អាចជារូបភាពបង្ហាញថាធនាគារនេះគឺឈានទៅរកការបិទទ្វារជារូបភាពទេប៉ុន្តែធនាគារអត់បានបញ្យល់ពីហេតុផលអីទេគ្រាន់តែដាក់សុំអធ្យាស្រ័យសុំអភ័យទោសចំពោះការរំខានហើយនឹងអរគុណការអត់ធ្មត់អីចឹងទៅធនាគារនេះគេថាគេនឹងបន្តប្រតិបត្តិការរឿងនេះគឺធម្មតាអតិថិជនតែទៅដកលុយហើយចាប់ផ្ដើមដកលែងបានហើយចាប់ផ្ដើមឲ្យតម្រង់ជួរឲ្យហៅឈ្មោះគឺបានន័យថាអស់លុយហើយតែអស់លុយគឺខ្សែធនហើយតែយ៉ាងណាបងប្អូនអស់តែធនាគារនឹងមួយអ្នកស្រីជាសេរីដែលជាប្រធានធនាគារជាតិកម្ពុជាគាត់ថាអត់អីធនាគារនៅប្រទេសកម្ពុជានៅមានភាពរឹងមាំអីចឹងទៅអានេះជាសាររបស់គាត់លើកឡើងដើម្បីលើកទឹកចិត្តកុំឲ្យប្រជាពលរដ្ឋបាក់ស្បាតដោយឃើញធនាគារបិទជាបដាអីចឹងបិទហូរហែនៅក្នុងរយៈពេលតែប្រហែល2ឆ្នាំចុងក្រោយឃើញធនាគារ2ហើយយ៉ាងហោចក៏បានបិទទ្វារដែរតែយើងត្រូវចាំថាធនាគារនៅប្រទេសកម្ពុជាធនាគារពាណិជ្ជបើតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជាគិតត្រឹមឆ្នាំ2024នេះគឺនៅមាន59ធនាគារឯណោះបងប្អូនដូច្នេះ
ការបិទខ្លះអីខ្លះហ្នឹងគឺវារឿងអីច្រើនយ៉ាងម៉េចមិនដឹងទេក៏ប៉ុន្តែធនាគារគេបានប្រាប់ថានៅសល់59ធនាគារចឹងបើបិទ3នៅសល់56ទៀតមិនអញ្ចឹងហ្នឹងធនាគារពាណិជ្ជបាទហើយនៅសល់ធនាគារឯកទេសឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្នឹងមានដល់ទៅ89គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៀតដល់ដូច្នេះនៅមានច្រើនដែរបាទបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះហើយអរគុណការត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំពីដើមដល់ចប់